chẳng ở vậy vậy có bị mạo hai trăm này nó bật tay cam một chiếc bẹp bòn được nông ở mực khơi thà ca bằng cào cật cam hay là nó cứ cái sậy đường min đường ấy chẳng hết na phần đáy sầm núi số tha được nông cạn này đây ở mực khơi ca đây cầm chặt mê clown cầm pu trơn khăng bị phốp lộp đụng đập cầm pu cứ mê clown cứ đương nhiên Mexico ní ta bị thưa oi bộ công mà đi chẳng miên lời chặt bài này miên bị bắt lời chặt bài này bây giờ mơ tha là phim được không bị phốp lộp ปัจจุบัน នេះគឺគេឲ្យមើលឃើញថាសង្គ្រាមលោកលើកទី 3 ពាក់ព័ន្ធនឹងសង្គ្រាមបច្ចេកទេសសង្គ្រាមអាវុធសង្គ្រាមនុយក្លេអ៊ែរវានឹងកើតឡើងមកប៉ុន្តែការពិតអ្វីដែលពួកកុម្មុយនីសផ្ដាច់ការទាំងអស់នៅលើពិភពលោកកំពុងតែបារម្ភបំផុតគឺសមរភូមិអាមេរិកពាក់ព័ន្ធជាមួយនឹងសមរភូមិគេហៅថាសមរភូមិកាត់ក្បាលអាហ្នឹងគឺស្មើសមរភូមិកាត់ក្បាលហើយនៅក្នុងករណីឲ្យមើលឃើញថាមានការសម្លាប់មេខ្លោងគ្រឿងញៀនហ្នឹងគឺគេហៅថាយុទ្ធសាស្ត្រកាត់ក្បាលហើយបងប្អូនណាអាហ្នឹងណាអញ្ចឹងអាយុទ្ធសាស្ត្រកាត់ក្បាលនេះគឺវាធ្វើឲ្យពួកមេអក្រិតជនមេជនផ្ដាច់ការទាំងអស់កំពុងតែស្រាវខ្លួនបំផុតមិនថាអាមេអ៊ីរ៉ង់មិនថាអាមេកុម្មុយនីសចិនមិនថាអាមេកុម្មុយនីសកម្ពុជាទេគឺវាកំពុងតែបារម្ភបូករួមទាំងអាមេឃាតករនៅភូមាផងដែរគឺកំពុងតែអ្វីដែលបារម្ភជាងគេគឺសុវត្ថិភាពនៅក្នុងយុទ្ធសាស្ត្រកាត់ក្បាលនេះហើយឥឡូវនេះយុទ្ធសាស្ត្រកាត់ក្បាលរបស់សហរដ្ឋអាមេរិកគឺចេញដំណើរយ៉ាងកក្រឹកកក្រែងចាប់តាំងពីការដែលអនុវត្តការកម្ចាត់ម៉ាឌូរ៉ូមកម្លេះចាប់តាំងពីពេលដែលមានវត្តមានម៉ាឌូរ៉ូដែលត្រូវបានចាប់ខ្លួនហើយប្រទេសវេណេស៊ុយអេឡាត្រូវបានរួចខ្លួនពីរបបកុម្មុយនីសផ្ដាច់ការនិងរបបឧក្រិដ្ឋកម្មគ្រឿងញៀនឥឡូវគេរួចខ្លួនហើយនៅតែយើងទេឥឡូវនេះទៀតប្រទេសមេxiកូក៏កំពុងវិវត្តទៅរកការរួចខ្លួននិងមានសេរីភាពហើយនៅតែយើងទេបងប្អូនខ្មែរតែអ្នកទាំងអស់គ្នាចង់បានសេរីភាពដោយប្រតិកិច្ចទេចង់មានជីវិតថ្មីដ៏ស្រស់ស្អាតដែរឬទេអាហ្នឹងតើតែមានការចូលរួមសហការទាំងអស់គ្នាដូចខ្ញុំនិយាយចឹងសមរភូមិសហរដ្ឋអាមេរិកចាប់តាំងពីប្រទេសវេណេស៊ុយអេឡាមកដល់ឥឡូវនេះមេxiកូបានឃើញថាសមរភូមិស៊ើបការសម្ងាត់គឺខ្លាំងការចាប់ខ្លួនម៉ាឌូរ៉ូការសម្លាប់មេខ្លោងគ្រឿងញៀននៅមេxiកូពួកផ្ដាច់ការលោកនៅសល់អ្វីដែលពួកគេកំពុងភ័យខ្លាចបំផុតតើអ្វីឥឡូវនេះដូច្នេះសង្គ្រាមតៃវ៉ាន់សង្គ្រាមអ៊ីរ៉ង់ទោះបីជាលេងសង្គ្រាមតៃវ៉ាន់សង្គ្រាមអ៊ីរ៉ង់សង្គ្រាមអ្វីក៏ដោយក៏ពិបាកបំផុតគឺសង្គ្រាមកាត់ក្បាលនេះឯងពីមុនពួកវាក្អេងក្អាងនៅក្នុងការគម្រាមកំហែងសង្គ្រាមមេរោគហើយនៅក្នុងវគ្គចុងក្រោយនេះកុម្មុយនីសទាំងអស់នេះជាពិសេសអាកុម្មុយនីសចិនវានឹងបញ្ចេញទាំងអស់តើវានឹងបញ្ចេញយុទ្ធសាស្ត្រអ្វីខ្លះពាក់ព័ន្ធជាមួយនៅក្នុងករណីទឹកចុងក្រោយនេះកុម្មុយនីសចិនវានឹងបញ្ចេញនៅគេហៅថាយុទ្ធសាស្ត្រឬក៏ផែនការទាំងអស់បានន័យថាការបង្កសង្គ្រាមអ៊ីរ៉ង់ការបង្កសង្គ្រាមតៃវ៉ាន់ការបង្កសង្គ្រាមបច្ចេកវិទ្យាសង្គ្រាមមេរោគចុងក្រោយនេះគឺវាត្រូវតែបំផ្ទុះឲ្យព្រមគ្នាទាំងអស់ប៉ុន្តែសំណួរសួរថាតើវាបានជោគជ័យដែរទេបើសិនជាសង្គ្រាមទាំងអស់នេះផ្ទុះឡើងវាដឹងថាអាមេរិកនឹងមិនអាចទប់ទល់បានទេអាមេរិកមិនអាចជ្រែកខ្លួនជួយពិភពលោកទាំងមូលបាននោះទេដូច្នេះវាត្រូវតែធ្វើផែនការចុងក្រោយនេះប៉ុន្តែឥឡូវនេះវាកំពុងតែបារម្ភអំពីសុវត្ថិភាពនៅក្នុងករណីដែលសង្គ្រាមកាត់
ក្បាលសង្គ្រាមកាត់ក្បាលរបស់សហរដ្ឋអាមេរិកគឺខ្លាំងជាងសង្គ្រាមអ្វីទាំងអស់មិនបាច់ប្រើសភាវុធធនធំទេធនទំនើបទេហើយត្រឡប់មួយទៀតនៅក្នុងករណីប្រទេសអ៊ីរ៉ង់បើគ្មានការចាំបាច់អាមេរិកមិនបាច់ប្រើសភាវុធទេសភាវុធដែលដឹកទៅហើយនឹងការត្រៀមនោះដូចខ្ញុំនិយាយចឹងទី1គឺបន្លាចគូសត្រូវប៉ុន្តែបើសិនជាសត្រូវហ៊ានតែបាញ់មែនទេក៏អាមេរិកធ្វើសង្គ្រាមដែរសតវត្សកន្លងមកអាមេរិកមិនដែលធ្វើសង្គ្រាមតតាំងជាមួយនឹងអ៊ីរ៉ង់ទេគ្រាន់តែគម្រាមតែប៉ុណ្ណោះតែលើកនេះទាំងគម្រាមទាំងធ្វើបើអ្នកឯងហ៊ានតែទុកអ្នកឯងត្រូវតែជួបស្នាដៃរបស់អាមេរិកប៉ុន្តែអាមេរិកធ្វើទាំងអស់សង្គ្រាមភ្លើងក៏ទប់ទល់ចំណែកផែនសង្គ្រាមកាត់ក្បាលក៏ធ្វើឥឡូវនេះអ្វីដែលពួកវាកំពុងបារម្ភបំផុតមិនដឹងថាតើសុវត្ថិភាពរបស់ពួកវាត្រូវប្រឈមនឹងកត្តាបែបណាឥឡូវនេះគេកំពុងតែបារម្ភរឿងហ្នឹងហើយនៅក្នុងករណីដែលឲ្យមើលឃើញថាមេអ៊ុក្រិដ្ឋជនគ្រឿងញៀននៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសមេស៊ីកូស្លាប់នេះបងប្អូនគិតថាតើអាមេគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាវា happy ដែរទេហើយជា happy ហើយមែនទេដាច់ណោះហើយជាសម្ដេចសប្បាយចិត្តហើយឃើញអាមេរិកសម្រាប់មេគ្រឿងញៀននៅមេស៊ីកូដែលជាមេខ្លាំងជាងគេយុទ្ធសាស្ត្រចុងក្រោយរបស់កុម្មុយនីសចិនដោយដឹងថាថ្ងៃរបស់ខ្លួនជិតមកដល់បកកុម្មុយនីសចិនដែលហៅកាត់ថា CCP ហើយនឹងរបបកុម្មុយនីសកម្ពុជាគឺអនុវត្តផែនការតែមួយកុម្មុយនីសនឹងធ្វើឲ្យមូលដ្ឋានយោធារបស់ខ្លួននៅសហរដ្ឋអាមេរិកនៅអាមេរិកខាងត្បូងនៅមជ្ឈមបូព៌ានៅអាស៊ីអាគ្នេយ៍នៅអាហ្វ្រិកខាងជើងបានន័យថាគ្រប់មូលដ្ឋានទ័ពចិនទាំងអស់នឹងត្រូវតែដំណើរការវាត្រូវតែដំណើរការដូចជាអាមូលដ្ឋានទ័ពចិននៅកម្ពុជាក៏ត្រូវតែដំណើរការដែរហើយពួកវាអាចដំណើរការបានដោយសារអីដោយសារប្រព័ន្ធអ៊ីនធឺណិតដែលខ្ញុំនិយាយថាឧបករណ៍សភាវុធទាំងអស់នោះគឺបាញ់ភ្ជាប់ជាមួយនឹង quantum គឺប្រព័ន្ធអ៊ីនធឺណិតគេហៅថាជញ្ជាំងភ្លើងអាហ្នឹងគឺជាជញ្ជាំងភ្លើងដ៏ខ្លាំងពួកវាគិតថាឥទ្ធិពលនៃប្រព័ន្ធអ៊ីនធឺណិតរបស់វាគឺត្រូវតែជោគជ័យបងប្អូនមានចាំកន្លងមកដែលខ្ញុំជម្រាបអ្នកទាំងអស់គ្នាថានៅពេលខាងមុខអាមេរិកនឹងបង្កើតប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតរបស់កុម្មុយនីសត្រូវតែកាត់ផ្ដាច់ដែលគេហៅថា quantum ដែលខ្ញុំប្រាប់ថា quantum ណាពួកអាចិនក៏វាប្រើ quantum ដែរតែ quantum របស់អាមេរិកគឺគេហៅថាកម្ពូលលំដាប់លេខ1វាបើអាចិនគ្រាន់តែគេហៅថា II ទេវាមិនមែន original ដូច្នេះឥឡូវនេះគេដឹងថាផែនការរបស់អាកុម្មុយនីសចិនវានឹងធ្វើរឿងទាំងអស់ហ្នឹងទាំងមូលដ្ឋានគ្រប់កន្លែងទាំងនៅកម្ពុជាក៏វានឹងផ្ទុះឆាប់នេះដែរប៉ុន្តែអាមេរិកគេនឹងបំផ្ទុះវាមុនដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំក៏ប្រាប់អ្នកទាំងអស់គ្នាថារាល់មូលដ្ឋានទ័ពចិននៅគ្រប់ប្រទេសនៅលើពិភពលោករួមទាំងនៅប្រទេសកម្ពុជាផងដែរអាមេរិកនឹងបំផ្ទុះវាដោយស្ងាត់មានចាំទេវានឹងត្រូវបានកំទេចដោយស្ងាត់ដូចនៅមេស៊ីកូងាប់មួយចឹងដែរអញ្ចឹងអាមូលដ្ឋានទ័ពចិននៅប្រទេសកម្ពុជាប្រហែលជាមិនយូរប៉ុន្មានទេវានឹងដល់ពេលដែលផ្ទុះនៅពេលឆាប់នេះឯងគឺស៊ូនហើយឥឡូវនេះសហរដ្ឋអាមេរិកក៏បានដាក់ឲ្យដំណើរការនៅប្រព័ន្ធអ៊ីនធឺណិតដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាកន្លងមកឥឡូវចាញ់ហើយខ្ញុំក៏ផុសឲ្យអ្នកទាំងអស់គ្នាមើលដែរដែលប្រព័ន្ធអ៊ីនធឺណិតនេះគឺសម្រាប់
គេហៅថា freedom មិនមែនអូពេលយើងនិយាយអីទៅមិនត្រូវចិត្តរបស់ក្រុមអិសរាជជនគេដាក់ថាអូយើងខុសអីខុសសហគមន៍ខុសអីចឹងណាតែពេលដែលយើងនិយាយដោយត្រឹមត្រូវសេរីយុត្តិធម៌រកភាពត្រឹមត្រូវគេចោទថាយើងនិយាយនឹងខុសសហគមន៍ខុសស្តង់ដារអញ្ចឹងអាមេរិកបានបង្កើតនៅប្រព័ន្ធអ៊ីនធឺណិតនេះហើយដែលខ្ញុំបានផុសឲ្យអ្នកទាំងអស់គ្នាឃើញនោះអ្នកទាំងអស់គ្នាមើលទៅអាហ្នឹងតើវាពាក់ព័ន្ធជាមួយនៅក្នុងករណីដែលខ្ញុំប្រាប់ថាយន្តហោះគ្មានមនុស្សបើកហើយនឹងយន្តហោះកប៉ាល់នាវាមួយទឹកកំជ្រួចមីស៊ីលអីរបស់អាចិនទាំងអស់នឹងคล้ายទៅជាដែកអេតចាយមានចាំទេដែលខ្ញុំប្រាប់ណាវានឹងคล้ายទៅជាដែកអេតចាយfreedom is coming បានន័យ freedom go ប្រព័ន្ធអ៊ីនធឺណិតរបស់អាមេរិកដែលនឹងដាក់ឲ្យដំណើរការទូទាំងពិភពលោកជាពិសេសនៅប្រទេសដែលកុម្មុយនីសគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដែលប្រព័ន្ធសារព័ត៌មានសេរីទាំងអស់បូករួមទាំងកម្ពុជាផងដែរនឹងដំណើរការនៅប្រព័ន្ធអ៊ីនធឺណិត freedom go freedom go government បានន័យថាហ្នឹង government នឹងដំណើរការជាសកលដូច្នេះអ្វីដែលខ្ញុំលើកកន្លងមកវាមកទាំងអស់វានឹងមកទាំងអស់ប៉ុន្តែគ្រាន់តែមិនទាន់ឃើញលទ្ធផលនៃការបំផ្ទុះមូលដ្ឋានទ័ពចិននៅក្នុងទឹកដីប្រទេសកម្ពុជាតែអ្នកទាំងអស់គ្នាប្រយ័ត្នអត់មានឱកាសមើលនៅក្នុងការផ្ទុះនេះណាព្រោះគេសម្រាប់អ្នកទាំងអស់គ្នាពន្លឿនខ្លាំងដូចខ្ញុំប្រាប់អញ្ចឹងពន្លឿនខ្លាំងបងប្អូនកុំគិតថាពេលដែលសម្ដេចណែតគាត់អញ្ជើញទៅអាមេរិកហើយត្រឡប់មកវិញណាគាត់បន្ថយអេរយាប័តអត់ទេណាគឺអត់ទេអត់បានបន្ថយអេរយាប័តនៃទង្វើខូខើតាមបទបញ្ជារបស់អាចោឆ្លៀនពៀនដែលជាចៅហ្វាយនាយួនចិននោះទេអត់បន្ថយទេកុំច្រឡំថាអូទៅដល់អាមេរិកគេទុងហើយប្រហែលជាខ្មាស់ជាអៀន no អត់មានទេអត់ចិត្តតែម្ដងគ្រាន់តែបង្ហាញឲ្យយល់ថាអាមេរិកក៏ត្រូវកុម្មុយនីសក៏ត្រូវតែប៉ុណ្ណោះដើម្បីទិញពេលវេលានៃការរក្សាអំណាចគ្រួសាររបស់ខ្លួនឲ្យថិតថេរហើយរកដំណោះស្រាយដើម្បីធ្វើម៉េចឲ្យអាចនៅមួយកលៈគេហៅថាមួយជំហានដោះដើរបានមួយជំហានដោះបានមួយជំហានណាតែបើថាឲ្យបន្ថយពីការសម្លាប់កំទេចខ្មែរគឺអត់សុទ្ធតែម្ដងហេតុអីសួរសម្ដេចទៅចង់ដឹងបកកុម្មុយនីសចិនជឿចាត់បកកុម្មុយនីសទាំងអស់នៅលើពិភពលោកជឿជាក់ថាដរាបណាអ្នកឡើងកាន់តួនាទីពីគ្រួសារក្រីក្របានន័យថាអាចិនអាយួនក៏បញ្ជឿជាក់លើគ្រួសារតកូលហ៊ុនដែរព្រោះសម្ដេចពុកគាត់កើតចេញពីគ្រួសារអ្នកក្រីក្រហើយពេលដែលមានអំណាចធ្វើរឿងអាក្រក់គឺអាក្រក់ជាងអ្នកដែលមានតួនាទីនិងមានតំណែងដែលគេហៅថាជីវិតគ្រួសារអ្នកមិនក្រីក្របានន័យថាអាក្រក់ជាងអ្នកដែលមានជីវភាពល្អដែលបានកាន់តំណែងដរាបណាអ្នកឡើងកាន់តួនាទីពីគ្រួសារក្រីក្រហើយសូមទោសបងប្អូនអ្នកក្រដែលល្អផងយើងជាអ្នកក្រដែលស្មោះត្រង់យើងមិនបានអញ្ចឹងធ្វើឲ្យខូចកិត្តិយសរបស់យើងដោយអ្នកត្រូវបានលើកកម្ពស់និងត្រូវបានបង្កើតប្រសិទ្ធភាពបានន័យថាឲ្យខ្លាយទៅជាមនុស្សឆ្លាតបានន័យថាចេះបត់បែនបើនៅក្នុងរបបការដឹកនាំអំណាចផ្ដាច់ការត្រូវតែបត់បែនតាមពួកផ្ដាច់ការត្រូវតែជំហរខ្លួនជាជាមួយនឹងរបស់ពួកផ្ដាច់ការហើយអ្នកដែលត្រូវបានលុបបំបត្តិគឺសុទ្ធតែល្ងងបានន័យថាអត់ឆ្លាតអ្នកដែលត្រូវបានសម្លាប់បានន័យថាមនុស្សនោះចេះបត់បែនជាមនុស្សល្ងងអត់សាហាវដូច្នេះសមនឹងគេសម្លាប់ហើយអញ្ចឹងខ្មែរទាំងអស់គ្នាដែលគេសម្លាប់ទូទាំងប្រទេសហ្នឹងគេហៅថាមនុស្សល្ងងអ្នកដែលនៅរស់គេហៅថាមនុស្សឆ្លាតអាហ្នឹងហើយអញ្ចឹងបងប្អូនទៀតមិនមែនប្រកាសថាអ្នកទាំងអស់គ្នាដែលរស់ហ្នឹងត្រូវតែជាមនុស្សឆ្លាតទេព្រោះគេត្រូវសម្លាប់ទាំងអស់ហ្នឹងហើយគួរតែត្រូវបានគ្រប់គ្រងដោយរបៀបសាហាវកាចសាហាវសមនឹងអំណាចទទួលបានអាហ្នឹង
ដូចជាអ្នកខ្លះចឹងណាស្នេហាជាតិដល់ពេលបានខ្លាយជាកូនចៅសម្ដេចខ្លាយទៅជាមេឃាតករចឹងទៅអាហ្នឹងសម្រាប់របបកុម្មុយនីសការសម្លាប់ការលួចការប្លន់និងឧក្រិដ្ឋកម្មអាក្រក់គ្រប់ប្រភេទការប្រួយផ្ដើមរបស់បកកុម្មុយនីសគឺមិនអាចផ្លាស់ប្ដូរបានទេភាពអាក្រក់របស់វាគឺអត់ផ្លាស់ប្ដូរទេគោលចំហហ្នឹងការសម្លាប់ការលួចក៏ដោយការប្រួយផ្ដើមរបស់បកកុម្មុយនីសមិនអាចបោះបង់បានទេប្រសិនបើអ្នកគិតថាបកកុម្មុយនីសទាំងអស់មានភាពខ្លាចអាម៉ាខ្លាចឲ្យមើលឃើញថាអត់មានសិលធម៌មនុស្សធម៌ឬក៏មើលថាអូធ្វើអញ្ចឹងមិនស្របច្បាប់នឹងមានព្រំដែនចំពោះមុខពិភពលោកទាំងមូលនោះអ្នកពិតជាមនុស្សឈឺហើយបានន័យថាអ្នកគិតនោះគឺអ្នកឈឺហើយបានន័យថាព្រោះកុម្មុយនីសវាអត់ដែលខ្មាស់អៀនអីទេដោយសម្ដេចអញ្ចឹងអ្នកណាក៏ដឹងដែរថាពេលដែលបានអំណាចពីឪពុកដែលមិនមែនជាអំណាចស្របច្បាប់ថែមទាំងនៅលើឆាកអន្តរជាតិឈរជាមួយនឹងមេដឹកនាំដែលគេបានតំណែងតួនាទីដោយស្របច្បាប់ប៉ុន្តែសម្ដេចញញឹមស្រស់ដោយមិនមានការខ្មាស់អៀនទេព្រោះនេះជានិស័យរបស់ឆ្កែកុម្មុយនីសគឺវាត្រូវតែអញ្ចឹងជាធម្មតាមនុស្សដែលបានតួនាទីមុខតំណែងដោយភាពអាម៉ាស់កុំថាឡើយទៅឈរជាមួយគេគ្រាន់តែជួបមុខគេនឹងក៏អៀនណាស់ដែរប៉ុន្តែយើងមើលតើសភាពរបស់សម្ដេចកូនសម្ដេចពុកជួបជាមួយនឹងថ្នាក់កម្ពុជាអន្តរជាតិដែលជាមេដឹកនាំត្រឹមត្រូវមានកិត្តិយសដែលបានតំណែងតួនាទីដោយអំណាចរបស់ប្រជាជនស្របច្បាប់គាត់មានការខ្មាស់អៀនទេមិនតែប៉ុណ្ណោះថែមទាំងឲ្យក្រុមពួកបរិវារអាវ៉ាសែប៉ោឡែអនឡាញសារព័ត៌មានគេហៅថានុយក្លេអ៊ែរលើកជើងសរសើរដោយមិនមានការខ្មាស់អៀនទៀតផងដូច្នេះបើអ្នកទាំងអស់គ្នាសង្ឃឹមថាសម្ដេចណែតអញ្ជើញទៅអាមេរិកហើយត្រឡប់មកវិញនឹងបន្ថយការសម្លាប់ខ្មែរខ្មាស់អៀននឹងការសម្លាប់ប្រជាពលរដ្ឋខ្មែរបំផ្លាញខ្មែរបំផ្លាញប្រទេសអ្នកយល់ច្រឡំធំហើយបាទន័យថាអ្នកដែលគិតអញ្ចឹងគឺជាមនុស្សឈឺពិតប្រាកដណាស់តែមានដំណោះស្រាយទេយ៉ាហើយក្នុងសារមានអារម្មណ៍ទៅហើយបတ်ពេជ្រភានោះណាពេជ្រភាជើងបတ်ហ្នឹងនោះដែលសម្ដែងជាមួយនឹងពូក្រឹមមកលោកក្រឹមមកណាដើរផ្សារក៏មានតែអារម្មណ៍ទៅហើយតែឥឡូវបတ်ហ្នឹងដូចជាបិទបាត់ហើយខ្ញុំឆែកមើលអត់ឃើញដើរទៅណាក៏មានអារម្មណ៍ទៅហើយកន្លែងយួនចិនក៏មានតែអារម្មណ៍ទៅហើយហ្នឹងគឺមានតែអញ្ចឹងឯងដំណោះស្រាយដូច្នេះសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាចុងក្រោយនេះគឺអត់ស្រួលទេខ្ញុំនិយាយដដែលថាសុវត្ថិភាពរបស់គ្រួសារខ្មែរមិនមានសុវត្ថិភាពទេដរាបណាអ្នកមិនបោះសម្អាតរបបកុម្មុយនីសផ្ដាច់ការចេញពីកម្ពុជាអ្នកទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេសมันមានសុវត្ថិភាពទេនៅក្នុងសម័យ digital នេះសម័យទំនើបកុម្មុយនីសកន្លងមកគឺវាដឹងថាអ្វីដែលវាអាចគ្រប់គ្រងអំណាចរក្សាអំណាចវាបានគឺដោយសារតែគ្រប់គ្រងប្រព័ន្ធខួរក្បាលគ្រប់គ្រងការគិតរបស់មនុស្សនៅក្នុងប្រទេសបានទាំងអស់ឃើញទេពេលអ្នកទាំងអស់គ្នានិយាយបដិសេធនៅចំណុចអ្វីជំនាញរបស់គេចាប់ដាក់គុកគេគម្រាមកំហែងហើយអ្នកទាំងអស់គ្នាក៏ដឹងដែរថាអូនិយាយអីក៏អត់បានដែរនិយាយអីគុកនិយាយអីក៏គុកដែរឥឡូវហ្នឹងគុកងាប់ឥឡូវហ្នឹងចាយើងក៏ដឹងទាំងអស់គ្នាថាហ្នឹងគឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងខួរក្បាលប៉ុន្តែដូចខ្ញុំប្រាប់យ៉ាងចាប់តាំងពីពេលដែលអ្នកទាំងអស់គ្នាទទួលយកព័ត៌មានទូលំទូលាយប៉ុន្តែអ្នកទាំងអស់គ្នាមិននិយាយទេប៉ុន្តែអ្នកទាំងអស់គ្នាទទួលបានព័ត៌មានពិតដែលអ្នកទាំងអស់គ្នាទទួលបានមុនព្រឹត្តិការណ៍កើតឡើងអញ្ចឹងរបបនេះមើលឃើញនៃផ្លូវនៃការដួលរលំបាត់ទៅហើយប៉ុន្តែគ្រាន់តែគេមិនបង្ហាញ
សមត្ថភាពថាគេកំពុងតែភ័យខ្លាចទេតែអ្វីគឺវាត្រូវតែមកដល់ហើយយើងមើលទៅអ្នកតស៊ូគ្រប់គ្នានៅក្នុងការដាក់ជីវិតដើម្បីប្រយោជន៍ប្រទេសជាតិកាលណាតស៊ូដើម្បីប្រទេសជាតិគឺបានន័យថាដើម្បីអាយុជីវិតខ្មែរទាំងអស់គ្នាហើយគ្រប់គ្នាប្រឹងណាស់ដើម្បីឲ្យដល់គោលដៅប៉ុន្តែសម្រាប់របបកុម្មុយនីសសម្រាប់យើងជាអ្នកតស៊ូយើងព្យាយាមប្រឹងឲ្យដល់គោលដៅឲ្យឆាប់ដល់ទីបញ្ចប់នៃរបបផ្ដាច់ការប៉ុន្តែពួកផ្ដាច់ការកុម្មុយនីសវាអត់ត្រូវការឲ្យវាដល់ទីបញ្ចប់ទេវាព្យាយាមទិញពេលវេលាវាព្យាយាមត្រួសត្រាយផ្លូវដើម្បីបានរក្សាអំណាចនៃជីវិតរបស់វាកាលណារក្សាអំណាចបានជីវិតរបស់ពួកវាគឺនៅកាលណារក្សាអំណាចអត់បានបានន័យថាជីវិតរបស់ពួកវាគឺជាទីបញ្ចុះសពអាហ្នឹងហើយយើងមើលមួយទៀតនៅក្នុងករណីដែលប្រព័ន្ធសម័យទំនើបនេះដើម្បីគ្រប់គ្រងប្រព័ន្ធខួរក្បាលមនុស្សបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងបណ្ដាញព័ត៌មានដោយស្រ័យថាចូលរួមយុទ្ធនាការទប់ស្កាត់ព័ត៌មានคล้ายដើម្បីឲ្យប្រជាពលរដ្ឋត្រូវតែស្ដាប់និងមើលព័ត៌មានរបស់ពួកគេហើយពួកគេបង្កើតព្រឹត្តិការណ៍ដើម្បីឲ្យដឹងប៉ុន្តែប្រាជ័យព្រោះសំបីតែអ្នកដែលចូលរួមដើរយុទ្ធនាការទប់ស្កាត់ព័ត៌មានคล้ายទាំងអស់នោះគាត់គ្រាន់តែដើរសម្ដែងតែប៉ុណ្ណោះឯងព្រោះគាត់ដឹងច្បាស់ណាស់ថារបបហ្នឹងគឺជារបបចោលតែគាត់គ្រាន់តែដើរដើម្បីគេឲ្យលុយឲ្យខោអាវពាក់ដើរជាមួយគេទៅប៉ុន្តែការពិតគាត់ដឹងថារបបនេះតើវា free speech ដែរឬទេដូច្នេះនៅក្នុងករណីដែលសហរដ្ឋអាមេរិកដែលបង្កើត freedom go ប្រព័ន្ធអ៊ីនធឺណិត freedom go នេះគឺច្បាស់ទេថាកម្ពុជានឹងមិនមានការដំណើរការនោះមានតែសម័យនៃប្រព័ន្ធហើយមួយទៀតមានតែសម័យប្រព័ន្ធផ្សព្វផ្សាយនេះទេដែលយើងអាចរើបំរាស់រួចដូចគ្នាគេយកអាប្រព័ន្ធសម័យសង្គមទំនើបនេះដើម្បីគ្រប់គ្រងអំណាចកាន់តែខ្លាំងដើម្បីបានន័យថាគេព្យាយាមបង្កើតព្រឹត្តិការណ៍បំពល់គ្រប់ប្រភេទទាំងអស់យើងឃើញទេម្នាក់ត្រូវតែបង្កើតសាច់រឿងបង្កើតរូបភាពបង្កើតក្រុមអីមិនដើម្បីបំភ្លៃនៅក្នុងគឺគ្រប់យ៉ាងដើម្បីប្រព័ន្ធផ្សព្វផ្សាយនេះឯងព្រោះអាហ្នឹងគឺជាអាវុធដែលសាហាវជាងគេនៅលើពិភពលោកគឺប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែមួយថ្ងៃឥឡូវនេះខ្ញុំផុសព័ត៌មានចូល10ដងយ៉ាងតិចបំផុត10ដងទៅ20ដងយ៉ាងតិចបំផុតតែនៅតែមានអ្នកចូលមើលហើយព័ត៌មានរបស់ខ្ញុំមិនមែនជាព័ត៌មានស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបចោលទេមិនមែនជាព័ត៌មានកំ pl ែងទេមែនទេមិនមែនជាព័ត៌មានបង្វក់ទេប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរគាត់នៅតែចូលរួមនៅក្នុងការមើលទី1អ្វីដែលអាចកម្ចាត់ភាពងងឹតបានគឺពន្លឺនៃព័ត៌មាននៃការពិតហើយក្នុងโลกនេះដូចគ្នាគ្មានអ្វីដែលអាចសម្លាប់ការពិតបានទេប៉ុន្តែការពិតអាចសម្លាប់ភាពកុហករយពាន់លានឆ្នាំបានយ៉ាងមានប្រសិទ្ធភាពបំផុតគ្មានអាវុធណាសាហាវជាងការពិតទេទោះបីជាប្រព័ន្ធផ្សព្វផ្សាយរបស់ក្រមមានឥទ្ធិពលអំណាចវាប្រើរាប់លានប្រព័ន្ធក៏ដោយកាលណាប្រព័ន្ធការពិតមួយទម្លុះចូលទៅប្រព័ន្ធទាំងអស់នោះវាคล้ายទៅជាអត់តម្លៃបានន័យថាអ្វីក៏ដោយមនុស្សណាធ្វើអ្វីបើកាលណាឲ្យមានការជឿជាក់ហើយធ្វើឲ្យបាត់បង់ទំនុកចិត្តបាត់បង់ការជឿជាក់ហើយគ្មានឆ្នាំណាមកព្យាបាលបានទេប៉ុន្តែកុម្មុយនីសកន្លងមកវាតែងតែគិតថាការកុហកហើយកុហកទៀតកុហកហើយកុហកទៀតកុហកទាល់តែមនុស្សនឹងជឿ
rồi biết có họ rồi bọc cung mà đi cứ cái prá có họ hai có họ tiền có họ hai có họ tiền có hai có họ tiền mà đừng thở tới chưa cái thà này cứ chơi về thi sang ở trong ca cột còng khúc ba dạng thôn cỏ bật tê mui đại công này ai cột còng man cứ đổi ra tayประปอนตรงนี้ไอ้đại viên xã hải bàn tay lấy đi lệ thì tiết say goodbye công này hải say goodbye communist cái yun chân hai là pe đại ăn mơ khơi nguy tiệt nợ pe đạiสมัย tụm nợ bảo quan digitalនេះយើងត្រូវតែដើរអត់ទាន់វាហើយយើងត្រូវតែคล้ายទៅជាអ្នកនាំមុខគេនាំមុខបែបណាបើយើងធ្វើព័ត៌មានយឺតបើសិនជាខ្ញុំរាល់ថ្ងៃនេះធ្វើព័ត៌មានគ្រាន់តែរត់ត្រុកតាមកកូតព្រឹត្តិការណ៍របស់មេចៅខ្ញុំគិតថាគ្មានអ្នកណាមើលខ្ញុំទេព្រោះអីខ្ញុំអត់ចេះបង្កើតវីដេអូឯណាដើម្បីជាចំណាប់អារម្មណ៍ទេគឺខ្ញុំផុសត្រង់និយាយត្រង់ដល់អញ្ចឹងទៅមនុស្សយើងចូលចិត្តអាភាពតាក់ទាញខ្លះហើយភាពរស់រវើកកាយវិការវីដេអូឲ្យដូចគេអ្នកវិជ្ជាជីវៈសារព័ត៌មានអញ្ចឹងទៅតែខ្ញុំវាអត់មានទេហើយបើខ្ញុំអត់មានហើយខ្ញុំធ្វើព័ត៌មានក្រោយគេទៀតណាគឺគ្មានអ្នកណាមកអើតមើលមុខខ្ញុំទេគ្មានអ្នកណាមកស្គាល់លក្ខណៈទេខ្ញុំជឿប៉ុន្តែនេះគឺជាឱកាសមាសឱកាសពេជ្រដ៏មានតម្លៃដែលធ្វើឲ្យការពិតមួយនេះទម្លុះហើយក៏អរគុណរបបសម្ដេចដែរដែលរត់ព្រឹត្តិការណ៍តាមព័ត៌មានរបស់ខ្ញុំធ្វើឲ្យព័ត៌មានរបស់ខ្ញុំនេះវាមានតម្លៃពិតប្រាកដបើគ្មានការចូលរួមនៅក្នុងការបង្កើតព្រឹត្តិការណ៍អាក្រក់របស់របបសម្ដេចតាមកកូនលក្ខណៈលើព័ត៌មានកន្លងមកក៏គ្មានអ្នកណាជឿជាក់លើខ្ញុំមើលព័ត៌មានខ្ញុំដែរមែនទេដូច្នេះមានតែសម័យនៃប្រព័ន្ធផ្សព្វផ្សាយ digital ហិរញ្ញវត្ថុ digital ការទំនាក់ទំនង digital ប៉ុណ្ណោះទើបយើងអាចរួចផុតពីការបោកប្រាស់និងការក្លែងបន្លំរបស់របបកុម្មុយនីសហើយនឹងសម្អាតប្រជាជនខ្មែរពីការលៀងខួរក្បាលរបស់ពួកគាត់លៀងខួរក្បាលរបស់ពួកគេអនុញ្ញាតឲ្យប្រជាជនយល់អំពីពិភពលោកនិងទទួលបានទំនុកចិត្តពីពិភពលោកលើប្រទេសកម្ពុជាឡើងវិញខ្ញុំព្យាយាមបង្ផុសព័ត៌មានអន្តរជាតិជាច្រើនព្រោះខ្ញុំគិតថានេះគឺជាសារៈប្រយោជន៍ដូចខ្ញុំប្រាប់អញ្ចឹងកើតមកនៅលើផែនដីតែមួយក្រោមមេឃលើដីយើងត្រូវតែដឹងអំពីអ្វីដែលកើតឡើងនៅក្រោមមេឃលើដីទាំងអស់គ្នាមិនមែនយើងគ្រាន់តែដឹងថាអូខ្ញុំនៅភូមិក្តីចាស់ស្គាល់ដឹងតែប្លុកភូមិក្តីចាស់ខ្ញុំនៅភ្នំពេញខ្ញុំដឹងតែភ្នំពេញខ្ញុំដឹងអត់ដឹងខេត្តណាណៃអត់ទេមនុស្សនៅលើផែនដីនេះគឺអញ្ចឹងក្នុងមនុស្សទាំងអស់ហេតុអីបានគេត្រូវឲ្យសិក្សារៀនសូត្រទេព្រោះការសិក្សារៀនសូត្រគឺវាមានពាក់ព័ន្ធជាមួយនឹងប្រព័ន្ធពិភពលោកទាំងមូលនេះឯងកាលណាមនុស្សមានចំណេះដឹងមានការសិក្សារៀនសូត្រគឺយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៃពិភពលោកហើយមានការសិក្សាមានការស្រាវជ្រាវដូច្នេះប្រទេសកម្ពុជាគឺគេដឹកនាំអីគឺគេធ្វើសង្គ្រាមរាល់ថ្ងៃប្រទេសកម្ពុជាគឺធ្វើសង្គ្រាមកំចាត់អ្នកចេះដឹងសង្គ្រាមសម្លាប់ចំណេះដឹងអញ្ចឹងអ្នកមានចំណេះដឹងคล้ายទៅជាទាសកររបស់គេតាំងពីសម័យខ្មោចអាស័យអនុរហូតមកដល់ឥឡូវនេះសង្គ្រាមនេះគឺមិនបានរលត់ទៅណាទេវាคล้ายទៅជាសង្គ្រាមមួយដែលអូសទាញមនុស្សដែលមានចំណេះដឹងលែងទទួលស្គាល់យកខ្លួនឯងជាមនុស្សការពិតអ្នកខ្លះកាលនៅពីក្មេងនៅភូមិស្រុកជាមួយគ្នាស្គាល់គ្នារាប់អានគ្នាដោយបងប្អូនមានស្អីក៏យើងចែករំលែកជួយគ្នាទៅវិញទៅមកដែរគ្រាន់តែពេលដែលមានចំណេះដឹងហើយត្រូវបានបពពួកសោកប៉ាន់បានតួនាទីមុខតំណែងនៅក្នុងរបបអំណាចផ្ដាច់ការអេរិយាបថកាយវិការគឺប្រែប្រួល100ដឺក្រេឲ្យយល់ថាគេត្រូវតែជាក្រុមអ្នក
សេរីខ្ពស់គេត្រូវតែជាសង្គមដ៏រុងរឿងដ៏ធំហើយមើលមកយើងជាអ្នកក្រីក្រសាមញ្ញទូទៅមើលលែងចូលភ្នែកហើយមើលទៅត្រឹមតែដូចជាសម្រាមនៅក្នុងភ្នែកគេតែប៉ុណ្ណោះហើយបែរជាវិលទៅឲ្យតម្លៃទៅលើជនអូក្រិតដែលបានសម្លាប់ខ្មែរបំផ្លាញប្រទេសសម្លាប់កិត្តិយសជាតិយ៉ាងប្រៃផ្សៃហើយឲ្យយល់ថាគឺជាអ្នកមានមុខមាត់ណាគេនឹងគឺអ្នកធ្វើការងារធំដុំណាគេនឹងគេមានកិត្តិយសហើយណាបែរជាឲ្យយល់ថាទង្វើនៅចូលរួមនៅក្នុងអូក្រិតមេអូក្រិតជនคล้ายតែជាអ្នកមានកិត្តិយសសួរថាតើចំណេះដឹងដែលប្រឹងសិក្សារៀនសូត្រទាំងអស់នោះគឺវាคล้ายតែជាអ្វីអញ្ចឹងកុំអួតហើយក៏កុំមិនបាច់មោទនភាពចំពោះមនុស្សធន់បែបនេះទេមនុស្សដែលមានចំណេះដឹងកាន់តែខ្ពស់គេនឹងដាក់ខ្លួនកាន់តែទៀបយ៉ាងម៉េចគេស្គាល់អំពីប្រភេទនៃមនុស្សទាំងអស់ណាមនុស្សបែបនេះយើងត្រូវអធិស្ឋានបែបណាអ្នកអត់មានចំណេះដឹងយើងកុំប្រកាន់គាត់ច្រើនហើយតម្រូវការចិត្តរបស់គាត់យើងត្រូវធ្វើម៉េចដើម្បីលួងលោមឲ្យគាត់យល់ដឹងណែមករៀនគាត់ឲ្យមានការយល់ដឹងបន្តិចម្ដងបើយើងគាត់អត់យល់ដឹងហើយយើងទៅនិយាយត្រង់គាត់ថាយើងមើលងាយគាត់ទៀតអញ្ចឹងគាត់ត្រូវការអីត្រូវការយល់ចិត្តបែបណាពេលដែលយើងចេះយល់ចិត្តចេះយល់អធិស្ឋានយើងគឺជាអ្នកមានចំណេះដឹងដ៏ខ្លាំងក្លាបំផុតហើយតែនៅប្រទេសកម្ពុជាបែរជាគេឲ្យមនុស្សដែលមានចំណេះដឹងคล้ายទៅជាមនុស្សភ្លីភ្លើឲ្យមនុស្សដែលមិនមានចំណេះដឹងត្រូវរត់ទៅលូនក្រាបណាដើម្បីឲ្យចាក់ស្រោមចាក់ខ្សែជាមួយនឹងមនុស្សមានចំណេះដឹងសំណួរសួរថាតើប្រភេទនេះគេហៅថាអ្វីបើយើងយកមកសិក្សាឲ្យច្បាស់បានន័យថាអ្នកទាំងអស់នោះคล้ายទៅជាមនុស្សថ្លង់មនុស្សល្ងងមនុស្សខ្វាក់រៀនអស់តែសៀវភៅរៀនអស់តែពេលវេលារៀនអស់តែលុយឪពុកម្ដាយបែរជាបាត់បង់នៅចំណេះដឹងពិតប្រាកដមានចំណេះមានតម្លៃមានសញ្ញាបត្រតែនៅលើក្រដាស់តែប៉ុណ្ណោះប៉ុន្តែនៅក្នុងឧត្តមកតេមនសិការជាតិពិតប្រាកដគឺคล้ายទៅជាឆ្កែស៊ីបាត់ហើយអាហ្នឹងអធិស្ឋានផងខ្ញុំមិនបានប្រដៅអ្នកចេះដឹងទេប៉ុន្តែនេះគឺជាសង្គមដែលគេធ្វើអញ្ចឹងអូខេប្រព័ន្ធអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការវេទិកាលើអ៊ីនធឺណិតមួយដែលការពៀភាពឯកជននឹងមិនមានការត្រួតពិនិត្យសេរីភាពដែលវាទម្លុះជញ្ជាំងភ្លើងរបស់កុម្មុយនីសគ្រប់ប្រទេសទាំងអស់បានន័យថារាល់សកម្មភាពឧក្រិដ្ឋកម្មរបស់កុម្មុយនីសដឹកនាំគ្រប់ប្រទេសទាំងអស់វានឹងអណ្ដែតនៅលើពិភពលោកជាសកលមិនអាចបិទបាំងតទៅទៀតបានទេដោយនៅប្រទេសកម្ពុជាកន្លងមកដែលគេខំប្រឹងអួតផ្សព្វផ្សាយអូណែមើលស្នាដៃការអភិវឌ្ឍរបស់សម្ដេចក្រោមការដឹកនាំរបស់សម្ដេចប្រទេសកម្ពុជាមានអគារខ្ពស់មានសំណង់ល្អអញ្ចឹងទីទៀតនេះពិភពលោកនឹងមើលឃើញថាទង្វើអាក្រក់របស់គ្រួសារមេចៅដែលប្រព្រឹត្តលើប្រទេសកម្ពុជាជាមួយនឹងពួកផ្ដាច់ការលើពិភពលោកនៅក្នុងប្រទេសកម្ពុជាវានឹងត្រូវបានលាតត្រដាងជាសកលជាសាធារណៈទាំងអស់មិនមែនតែកម្ពុជាទេគ្រប់ប្រទេសទាំងអស់នឹងត្រូវបានលាតត្រដាងជាសាធារណៈហើយរឿងទាំងអស់នេះក៏ខ្ញុំធ្លាប់បានជម្រាបកន្លងមករួចដូចគ្នាផងដែរដូច្នេះពួកវារក្សាអំណាចបានទៀតទេមិនបានទេអំណាចរបស់វាអាចរស់បានដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែអំពើអាក្រក់ទាំងអស់ហ្នឹងឧក្រិដ្ឋកម្មអាក្រក់ទាំងអស់ហ្នឹងហើយបើកាលណាការលាតត្រដាងនៃអំពើអាក្រក់របស់វាត្រូវបានលាតត្រដាងអំណាចរបស់វានឹងត្រូវដួលរលំឡើងលឿនបំផុតសរុបមកវិញគឺត្រូវតែសម្រាប់ខ្មែរបន្ថែមឲ្យលឿនបំផុតតាមផែនការដើម្បីឲ្យអាយុនអាចិននៅលើទឹកដីប្រទេសកម្ពុជាខ្លាយទៅជាខ្មែរ 100% ហេតុអីបានវាខ្លាយទៅជាខ្មែរ 100% ព្រោះដោយសារតែអាយុនអាចិននៅប្រទេសកម្ពុជាគឺវាចេះខ្មែរអានេះអត់ចេះខ្មែរមានចំនួនច្រើនដែរប៉ុន្តែអាអ្នកដែលចេះខ្មែរដែលវាមកហើយវាប្រឹងរៀនខ្មែរចេះ
ខ្មែរច្បាស់លាស់នោះណាគឺរាប់សិបលានអ្នករាប់សិបលានអ្នកមិនមែន4 10លានអ្នកដូចខ្មែរដែលត្រូវស្លាប់ដែលរស់នៅសប្តាហ៍ថ្ងៃហ្នឹងទេគឺរាប់សិបលានអ្នកដែលចេះនិយាយខ្មែរឡើងរឹលដែលមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរឯកសារជាខ្មែរ 100% បានន័យថាជាម្ចាស់កម្មសិទ្ធិបញ្ញាក្នុងនាមជាម្ចាស់ប្រទេសកម្ពុជា 100% អញ្ចឹងក្នុងនាមយើងជាខ្មែរទាំងអស់គ្នាគេនឹងសម្លាប់ហើយមេរោគនឹងបំទុះកាន់តែខ្លាំងកាន់តែច្រើនកត្តាដែលគេសម្លាប់ខ្លាំងជាងគេបំផុតគឺនៅក្នុងមន្ទីរពេទ្យក្រុមមន្ទីរពេទ្យគឺជាកន្លែងឃាតកម្មទាំងអស់សហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការវេទិកាអ៊ីនធឺណិតមួយដែលការពារភាពឯកជននឹងមិនមានការត្រួតពិនិត្យសេរីភាពដែលទម្លុះនៅប្រព័ន្ធគ្រប់គ្រងអ៊ីនធឺណិតរបស់កុម្មុយនីសចិនឬក៏គេហៅថាទម្លុះនៃជញ្ជាំងភ្លើងដែលបិទបាំងសេរីភាពជិះជាន់ប្រជាពលរដ្ឋកាប់សម្លាប់ប្រជាពលរដ្ឋប៉ុន្តែបង្អួតតែយល់ថាអូការដឹកនាំរបស់ខ្លួនល្អការដឹកនាំខ្លួនសេដ្ឋកិច្ចល្អជីវភាពល្អដូចអាចឆ្កែបំរើរបស់អចិន្យយន្តនៅក្នុងប្រទេសកម្ពុជាចឹងមែនទេសម្ដេចពុកអាវុធនុយក្លេអ៊ែរតែមួយគត់ដែលបកគុំនេះចិនដែលហៅកាត់ថា CCP អាចគ្រប់គ្រងប្រជាជនមិនឲ្យក្រោករួចដល់សប្តាហ៍ថ្ងៃនេះគឺការគ្រប់គ្រងព័ត៌មានគ្រប់គ្រងខួរក្បាលប្រព័ន្ធអ៊ីនធឺណិតចិត្តចប់ហើយអ្វីវាមកហើយប៉ុន្តែចិត្តចប់ហើយពេលនេះ CCP កំពុងតែប្រឈមនឹងភាពភ័យស្រួយបំផុតដូចដែលគេហៅថាខ្លាក្រដាស់ងាយនឹងរហែកងាយនឹងឆេះមានរយៈពេលច្រើនយ៉ាងច្រើនបំផុតចាប់ពីពេលដែលឥឡូវចាប់មើលណាចាប់ពីពេលដែលអាមេរិកប្រកាសនឹងបង្កើតនឹងដាក់ឲ្យដំណើរការនៅប្រព័ន្ធអ៊ីនធឺណិត Freedom Go នេះទៅយូរបំផុត6ខែរបបកុម្មុយនីសចិននឹងត្រូវដួលរលំយូរបំផុត6ខែតែប៉ុណ្ណោះឯងព្រោះពេលដែលបណ្ដាញទូលំទូលាយនៅប្រទេសចិនបើក Freedom ហើយប្រជាជនចិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយហើយពេលនោះផ្ទុះហើយការកលាប់ចាក់នៅប្រទេសចិនគឺនឹងផ្ទុះឡើងហើយមិនត្រឹមតែការកលាប់ចាក់របស់ប្រជាជនចិនទេថែមទាំងយុទ្ធសាស្ត្រកាត់ក្បាលសម្រាប់មនុស្សយ៉ាងច្រើន10នាក់ដែលធ្វើឲ្យប្រទេសចិនមាន Freedom ត្រឡប់មកវិញនេះគឺនឹងវាដើរមកដល់ដូចដែលយុទ្ធសាស្ត្រប្រើនៅមេស៊ីកូមេខ្លោងមេស៊ីកូនេះដូចគ្នាគឺវានឹងមកចុះសំណួរសួរថាតើកម្ពុជាដួលទេហើយកម្ពុជាខ្លាំងជាងចិនខ្លាំងជាងម៉ាឌូរ៉ូខ្លាំងជាងអ៊ីរ៉ង់ដោយសារវាខ្លាំងមែនហើយសម្ដេចពុកកាន់អំណាចជាង40ឆ្នាំអាមេអ៊ីរ៉ង់មានបានដល់40ឆ្នាំមែនអត់ទេឃើញទេហើយនៅចិននោះស៊ីតែបានប្រហែលឆ្នាំទេអត់បានតបានជាង40ឆ្នាំដោយសម្ដេចពុកដោយគ្រួសារតកូលហ៊ុនទេណាម៉ាឌូរ៉ូតែបានប្រហែលឆ្នាំទេមិនទាន់បានអីណា40ឆ្នាំដោយសម្ដេចគ្រួសារសម្ដេចពុកទេអាហ្នឹងណាអញ្ចឹងប្រហែលជាអត់ដួលទេដួលតែប្រទេសចិនប្រទេសអ៊ីរ៉ង់ប្រទេសរុស្ស៊ីហើយមួយទៀតមីងអងឡាំងនឹងត្រូវបានកាត់ក្បាលនៅពេលដ៏ខ្លីខាងមុខនេះដូចគ្នាចាំមើលសិនទៅកុំអាជឿខ្ញុំអីមីងអងឡាំងនឹងត្រូវបានកាត់ក្បាលហើយមិត្តភ័ក្តិរបស់មីងអងឡាំងក៏អត់រួចដូចគ្នាដៃគូរបស់មីងអងឡាំងគឺមីងអងសែនក៏អត់រួចដូចគ្នាដែរកាណាដាសហរដ្ឋអាមេរិកចាប់ផ្ដើមបោសសម្អាតមេគ្រឿងញៀនហើយកម្ពុជាមានគ្រឿងញៀនទេចាប់ម្ដងតោនម៉ែអើយដូចស្រូវដូចមនុស្សដូចគេថ្លឹងស្រូវគ្រឿងញៀនណាប្រទេសប៉ប៉ិនអាចចំោទេប៉ុន្តែបើនិយាយពីគ្រឿងញៀនវិញណាពិភពលោកប្រទេសណាដែលមានគ្រឿងញៀនចាប់ម្ដងតោនមើលដឹកស្រូវហើយហ្នឹងយើងធ្លាប់តែអូបងប្អូនធ្វើស្រូវឆ្នាំនេះបានប្រហែលហិកតាហើយបានផលប្រហែលតោនដែរ
ដល់ស្រុកខ្មែរយើងគិតមើលអាហ្នឹងចាប់បានផងបានប៉ុណ្ណេះតោនចុះអាចាប់អត់បាននោះអាគេរួមគ្នាស៊ីស៊ូនោះមិនដឹងប៉ុន្មានតោនឧទាហរណ៍គេចាប់បាន1តោនអញ្ចឹងណាអាប្រឡែងនោះ1000តោនមកទៅហើយមែនទេឧទាហរណ៍គេចាប់បាន1តោនគេប្រឡែង100តោនមកហើយណាហើយយើងគិតមើលប្រទេសគេតាមមួយខំពីរខំហ្នឹងណាគូគេបារម្ភអំពីនៃជីវិតរបស់មនុស្សរបស់ប្រជាជនគេខ្លាំងណាស់ឯងតោននេះធម្មតាតែឥឡូវទៅធ្វើផ្អើលអីគេដិតសម្រាមមានទោសដិតសម្រាមមានថង់ផ្លាស្ទិកខុសច្បាប់ដកដិតគ្រឿងញៀនទាំងតោនអត់ខុសច្បាប់ទេអត់ប៉ះពាល់សុខភាពទេយេកាប់បាត់វាប៉ះពាល់ទាំងអស់ប៉ុន្តែសួរថាចុះអាឆ្កែណាដែលដឹកនាំធ្វើឲ្យប្រជាពលរដ្ឋក្រីក្រគ្មានដំណោះស្រាយចុះមើលជប៉ុនមើលតើគេយ៉ាងម៉េចបានជាប្រទេសគេតែគេអត់ប្រើស្បោងទេអត់ប្រើផ្លាស្ទិកទេទឹកស្អុយក៏គេអាចកែច្នៃឲ្យคล้ายទៅជាទឹកសុទ្ធផឹកបានឯងទឹកសុទ្ធកែច្នៃឲ្យคล้ายទៅជាទឹកពុលឲ្យប្រជាជនប្រើស្លាប់ហើយទម្លាក់កម្ោថាមកពីអ្នកបិទស្រាសប្រជាជនងាប់មកភូមិពីរភូមិតាមបណ្ដោយរងទន្លេដងស្ទឹងហ្នឹងណាដោយសារពុលស្រាសហើយងាប់ទាំងក្មេងងាប់ទាំងចាស់ងាប់ទាំងប្រុសងាប់ទាំងស្រីចុះបពុលស្រាសទេបខំឲ្យគេទៅយកសាកសពទៅកប់ចោលធ្វើអីបខំឲ្យគ្រួសារសាច់ញាតិនៃសាកសពយកទៅកប់ចោលដូចសត្វដូចធាតដូចឆ្កែដូចឆ្មាហើយណាហ្នឹងដោយសារអីខ្លាំងមែនហើយអាងអីអូឲ្យមើលឃើញថាយកចិត្តទុកដាក់លើបរិស្ថានមែនទេអៀងសុផាឡែនមនុស្សមានចំណេះដឹងបាននិយាយពីការផុសនៅគំនិតទ្រឹស្ដីវិញណាគួរឲ្យគោរពខ្ញុំពីដើមមកខ្ញុំគ្រប់គ្រងនៅគំនិតរបស់អៀងសុផាឡែនដែលផុសនិយាយអំពីសិលធម៌និយាយអំពីសុខភាពអីគួរឲ្យគោរពមែនស័ក្តិសមជាអ្នកមានចំណេះដឹងមែនប៉ុន្តែបើយើងគិតឲ្យជ្រៅបន្តិចគិតទៅអាពតដែលវាអាចសម្លាប់មនុស្សបានរាប់លានអ្នកណាអាពតគឺជាអ្នកមានចំណេះដឹងមិនមែនមនុស្សអត់ចេះដឹងទេណាចុះសម័យហ៊ុនសែនអត់ចេះដឹងពេលសម័យសម្ដេចគាត់អត់ចេះដឹងមែនប៉ុន្តែពេលដែលគាត់បានអំណាចគាត់ប្រឹងរៀនបានច្រើនណាហើយគាត់អត់ចេះដឹងមែនតែយកអាអ្នកចេះដឹងមកនៅក្បែរខ្លួនគាត់មកកណោហើយសម្លាប់មនុស្សបានយ៉ាងអំភើយឃើញទេអញ្ចឹងសំណួរសួរថាអាហ្នឹងជាអីមែនទេអៀងសុផាឡែតគេហៅថាមនុស្សក្បត់មនុស្សដែលក្បត់ឧត្តមគតិគឺប្រភេទអៀងសុផាឡែតនេះហើយនៅក្នុងគតិដែលសរសេរចេញក្រៅមកគូមើលទៅគួរថ្លៃធ្នូណាតែនៅក្នុងឈាមនៅក្នុងសរសៃឈាមនៅក្នុងខួរពោពេញទៅដោយការបង្ហូរឈាមដោយឈាមត្រជាក់សម្រាប់មិនឲ្យឃើញឈាមសាហាវគិតទៅសុំសរសើរប៉ុន្តែមិនអីទេទោះអីក៏មិនអីដែរយើងចាំមើលថាទឹកចុងក្រោយនេះវាមានអីខ្លះអ្នកណាជារ៉ូទ្រីហ្កេសពាក់ព័ន្ធនៅក្នុងករណីលាងលុយក៏ខ្វក់នៅអាស៊ីអាគ្នេយ៍អូថ្ងៃមុនខ្ញុំថាលេងសោះត្រូវដែរណាខ្ញុំប្រាប់ថាមានអាគារនៅក្រោមដីនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនឹងលេងនៅឋានក្រោមដីស្រាប់តែឃើញបងប្អូនគេផុសមកថាអូឧក្រិដ្ឋកម្មអនឡាញក្រោមដីច្រើនណាស់ហើយបងប្អូនយកមកផុសអញ្ចឹងណាមិនធ្វើឲ្យព័ត៌មានខ្ញុំត្រូវទេចុះឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជានៅក្រោមដីហើយបើច្រើនអញ្ចឹងងាប់ហើ
និយាយលេងសោះត្រូវដែរណាអានោះខ្ញុំនិយាយលេងណាខ្ញុំមានដែរនិយាយត្រូវអីទេតែអរគុណសម្ដេចហើយបើគ្មានសម្ដេចទេព័ត៌មានខ្ញុំអត់ត្រូវទេឃើញទេរត់ឲ្យតន់រត់ឲ្យតន់រត់ឲ្យតន់ណាសម្ដេចលុយខ្មៅជាច្រើនដែលត្រូវបានលាងលុយកខ្វក់នៅអាស៊ីអាគ្នេយ៍ជាពិសេសនៅកម្ពុជាគឺគេតែងតែប្រើពាក្យការវិនិយោគបរទេសនៅកម្ពុជាគេឲ្យមើលឃើញប្រទេសកម្ពុជាទទួលបានការទំនាក់ទំនងទីផ្សារការវិនិយោគអន្តរជាតិអូជាពិសេសសម្ដេចម៉ាណែតគាត់លើកឡើងថាគាត់ចេះតាក់ម៉ួយណាក្នុងនាមជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាគាត់បានតាក់ម៉ួយតាក់អ្នកវិនិយោគតាក់ម៉ួយដើម្បីឲ្យបងនេះវិនិយោគគ្រប់ប្រទេសដែលជាថៅកែវិនិយោគបានន័យថាជាអ្នកវិនិយោគអន្តរជាតិដែលឲ្យមើលឃើញថាការវិនិយោគអន្តរជាតិមកនៅប្រទេសកម្ពុជាលើកលែងតែសហរដ្ឋអាមេរិកហើយនិងជប៉ុនប៉ុណ្ណោះក្រៅពីនោះគឺជារចនាសម្ព័ន្ធលាងលុយកខ្វក់ទាំងអស់លុយហ្នឹងណាអូខេគ្រប់ប្រទេសដែលជាថៅកែអ្នកវិនិយោគបរទេសដែលលើកលែងតែសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនតែប៉ុណ្ណោះក្រៅពីនោះគឺជារចនាសម្ព័ន្ធលាងលុយកខ្វក់ទាំងអស់ចំណែកក្រុមនេះអាចប្រព្រឹត្តបទល្មើសនៅអាស៊ីអាគ្នេយ៍បានប៉ុន្តែពួកគេមិនអាចយកជប៉ុនជាទីតាំងបទល្មើសនេះបានទេបានន័យថានៅអាស៊ីអាគ្នេយ៍ទាំងអស់លើកលែងតែប្រទេសជប៉ុនមួយប៉ុណ្ណោះដែលមិនមានទីតាំងនៅក្នុងការបង្កើតឧក្រិដ្ឋកម្មលាងលុយកខ្វក់នេះនៅអាស៊ីអាគ្នេយ៍យើងឃើញហើយព័ត៌មានកន្លងមកនៅសិង្ហបុរីក៏ប្រព្រឹត្តអាហ្នឹងនៅហ្វីលីពីនក៏មានអាហ្នឹងឥណ្ឌូនេស៊ីម៉ាឡេស៊ីនៅថៃនៅភូមាមកទាំងអស់មានទាំងអស់ហេហើយ CCP គឺជាអ្នកគ្រប់គ្រងប្រទេសទាំងអស់នេះបូករួមនឹងប្រទេសផ្សេងទៀតចឹងបានគេខឹងអ្នកស្រីនាយករដ្ឋមន្ត្រីជប៉ុនណាគេខឹងខ្លាំងណាស់សិតតែគម្រាមកាត់ក្បាលគម្រាមអីគាត់ណោះហើយធនាគារនិងស្ថាប័នហេរញ្ញវត្ថុនៅតែមានអ្នកប្រតិកម្មរឿងខ្ញុំលើកឡើងធនាគារទាំងអស់នៅប្រទេសកម្ពុជានឹងដួលរលំឆាប់នេះគេនៅតែមិនអស់ចិត្តគេនៅថានិយាយមិនពិតចុះបើខ្ញុំគ្រាន់តែនិយាយសងទៅជឿអីខ្ញុំប្រាប់ថាកុំជឿថាកុំជឿប្រាប់ឲ្យមិនប្រាប់ឲ្យអ្នកទាំងអស់គ្នាជឿណាចុះអ្នកឯងទាំងអស់គ្នាមានខួរក្បាលទេមកជឿខ្ញុំណាហ៎លើយហ៎សុំទោសបងប្អូនដែលជឿខ្ញុំណាប៉ុន្តែអ្នកដែលគេនៅស្រែកថាកុំជឿហើយចុះខ្ញុំប្រាប់ឲ្យថាកុំឲ្យជឿតាមានខួរក្បាលគិតដែរតាហើយឬក៏អត់យកខួរមកគិតយកកគូតមកគិតបើកាលណាយកកគូតបានន័យថាដឹងតែខួរហ្នឹងយកអាចទៅដាក់លើក្បាលហើយអាហ្នឹងណាបានគិតអត់ឃើញអូខេធនាគារនិងស្ថាប័នហិរញ្ញវត្ថុផលិតផលទំនុកចិត្តនិងវេទិកា P2P អា P2P ហ្នឹងបានន័យគេហៅថាវេទិកានៅក្នុងការដែលឲ្យជឿជាក់ថាពិតជាស្របច្បាប់ពិតជាលុយត្រឹមត្រូវមិនមែនខ្លាំងខ្លាយគឺផ្ទៀងផ្ទាត់លក្ខណៈស្តង់ដារអន្តរជាតិណារបស់ពួកគេបានបោកប្រាស់ប្រាក់ប្រជាជនសាមញ្ញដែលទាំងអស់នេះត្រូវបានលាងលុយកខ្វក់តាមរយៈក្រុមក្មេងទំនើងប៉ូលីសក្រុមយោធានៅអាស៊ីអាគ្នេយ៍ដែលគ្រប់គ្រងដោយមេងជៀនជូដោយទាញយកផលប្រយោជន៍ជាយុទ្ធសាស្ត្រនិងធនធានរបស់ប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតជុំវិញករណីនៃទន្លេមេគង្គដោយគេឲ្យមើលឃើញថាប្រជុំមេគង្គឡានឆាងអីហ្នឹងគឺយុទ្ធសាស្ត្រហ្នឹងហើយបានន័យថាដូចខ្ញុំប្រាប់អញ្ចឹងប្រទេសនៅអមដងទន្លេមេគង្គទាំងអស់នេះធនធានធម្មជាតិទាំងអស់នៅប្រទេសកម្ពុជានិងនៅប្រទេសទាំងអស់នេះគឺជាសម្បត្តិទ្រព្យកម្មសិទ្ធិរបស់អាមេងជៀនជូនឹងហើយមេសៀងហៃហ្គេងហ្នឹងហើយអូខេក្រុមក្មេងទំនើងប៉ូលីសក្រុមយោធានៅអាស៊ីអាគ្នេយ៍បានន័យថាក្រុមដែលមានអំណាចនិងមានឥទ្ធិពលទាំងអស់ដែលគ្រប់គ្រងដោយមេងជៀនជូ
ដោយទាញយកផលប្រយោជន៍ជាយុទ្ធសាស្ត្រនិងធនធានរបស់ប្រទេសនានាជុំវិញករណីទន្លេមេគង្គដូចជាទន្លេឡានឆាកដែលគេបង្កើតនៅការប្រជុំទន្លេឡានឆាករួមទាំងឧក្រិដ្ឋកម្មដែលបានរៀបចំផ្នែកធំនៃប្រាក់នោះគឺបានបញ្ចប់នៅតៃវ៉ាន់ដែលអាចលាក់ខ្លួននៅទីនោះដូច្នេះហើយសំណួរសួរថាហេតុអីបានជាអាចិនវាប្រមវាយតៃវ៉ាន់វាស្រែកថាវាវាយតៃវ៉ាន់ឥឡូវហើយគាត់តែស្រែកវាយតៃវ៉ាន់នៅប្រហែលឆ្នាំហើយទេហេតុអីបានវាមិនព្រមវាយតៃវ៉ាន់ព្រោះធនធានរបស់ពួកវានៅតៃវ៉ាន់នេះគឺជាងពាក់កណ្ដាលនៃសេដ្ឋកិច្ចទាំងអស់ជាពិសេសព្រោះនៅតៃវ៉ាន់មានជនក្បត់តៃវ៉ាន់ជាងពាក់កណ្ដាលប្រទេសអញ្ចឹងទីផ្សាររបស់វានៅតៃវ៉ាន់បើវាពិតជាអត់មានទីផ្សារលុយរបស់វាដែលនៅតៃវ៉ាន់ទេណាវាវាយតៃវ៉ាន់យូរហើយអ្វីដែលវាស្រែកគំរាមថាវានឹងវាយតៃវ៉ាន់វាវាយតៃវ៉ាន់ការពិតគោលដៅរបស់វាគឺវាយជប៉ុនហើយនិងអាមេរិកគោលដៅរបស់វាគឺសម្ដៅទៅលើប្រទេសជប៉ុនហើយនិងសហរដ្ឋអាមេរិកទេដូច្នេះហើយបានជានាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាអេឈីគាត់ប្រកាសថាកាលណា CCP វាយតៃវ៉ាន់គឺស្មើនឹងវាយប្រទេសជប៉ុនមិនមែនជារឿងតៃវ៉ាន់ហើយនឹងចិនទេប៉ុន្តែគឺគោលដៅគឺវាកំទេចជប៉ុនហើយនឹងអាមេរិកដូច្នេះអ្នកឯងគិតថាអាមេរិកហើយនឹងជប៉ុនគេបដ ாய் ឲ្យវារួចខ្លួនទេបើវាចង់វាយតៃវ៉ាន់វាយយូរហើយមិនមែនសុខចិត្តបង្កើតឲ្យមានគ្រោះអញ្ជួយដីមួយថ្ងៃឡើង1000ដងជិត1000ដងនៅប្រហែលពេលដែលវាហើយអីក៏វាមិនវាយទៅបើវាវាយបានវាវាយឲ្យលិចទៅតែវាដោយសារទ្រព្យសម្បត្តិរបស់ពួកវានៅទីនោះទ្រព្យសម្បត្តិធនធានរបស់វាដែលប្រព្រឹត្តឧក្រិដ្ឋកម្មទាំងអស់គឺនៅក្នុងប្រទេសតៃវ៉ាន់យ៉ាងច្រើនអ្វីដែលគេធ្លាប់បានហៅថាការស៊ើបការសម្ងាត់ឥឡូវនេះជារណសេរីបានន័យថារណសេរីរូបរួមការពិតកន្លងមកវាគ្រាន់តែជាប្រព័ន្ធនៃការស៊ើបការសម្ងាត់ប៉ុន្តែកាលណាជាប្រព័ន្ធស៊ើបការសម្ងាត់វាងាយនឹងរងគ្រោះបំផុតដូច្នេះឥឡូវរចនាសម្ព័ន្ធនៃក្នុងការលាងលុយក៏ខ្វះទាំងអស់នេះវាคล้ายទៅជារណសេរីរូបរួមរណសេរីគឺការរួបរวมវាទៅជារណសេរីរួបរวมលាងលុយក៏ខ្វះពេលនេះសម្រាប់ដែលមើលមិនឃើញសម្រាប់ការពារផលប្រយោជន៍ជាតិនៅអាស៊ីអាគ្នេយ៍បែរជាគេឲ្យមើលឃើញតើអូគេមកវិនិយោគគ្រាន់តែផុសពួកឲ្យអាសាព័ត៌មាននុយក្លេអ៊ែរនៅក្នុងប្រទេសកម្ពុជាទាំងអស់ស្រែកថាអូកម្ពុជាទទួលបានការវិនិយោគដូចខ្ញុំ5អញ្ចឹងរាល់រូបភាពដែលវាបង្ហាញតាមកញ្ចក់សារព័ត៌មានរបស់ពួកវាមិនមែនជាការចុះកិច្ចព្រមព្រៀងវិនិយោគអ្វីទាំងអស់វាគ្រាន់តែធ្វើជារូបភាពសម្ដែងបោកប្រាស់ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះឯងពួកនេះមិនបានមកវិនិយោគអាចអីទេគឺជាក្រុមរចនាសម្ព័ន្ធឧក្រិដ្ឋកម្មលាងលុយក៏ខ្វក់លាងលុយគ្រឿងញៀនលាងលុយហ្វេនតានីលាងលុយជួញដូរកម្មាលាងលុយជួញដូរផ្លូវភេទលាងលុយជួញដូរសរីរាង្គនិងការបំផ្លាញសហរដ្ឋអាមេរិកតែប៉ុណ្ណោះឯងអូខេអ្វីដែលធ្លាប់បានហៅថាការស៊ើបការសម្ងាត់ឥឡូវនេះជារណសេរីមើលមិនឃើញសម្រាប់ការពារផលប្រយោជន៍ជាតិនៅអាស៊ីអាគ្នេយ៍មិនថាវាជាការលាងលុយក៏ខ្វក់លបាយស៊ីសងយើងឃើញហើយកាស៊ីណូរីដូចផ្សិតនៅប្រទេសកម្ពុជាគ្រឿងញៀនឬកម្លាំងពលកម្មខុសច្បាប់ទូទាំងមូលនៅអាស៊ីអាគ្នេយ៍រួមទាំងទីផ្សារត្បូងពេជ្ររ៉ែមាសរ៉ែត្បូងរ៉ែគ្រប់ប្រភេទឈើនិងទីផ្សារផ្សេងទៀតពួកគេគ្រប់គ្រងវាទាំងអស់ដូច្នេះទើបបានកម្ពុជាមិនហ៊ានបញ្ជាក់ចំហវិនិយោគធនធានរ៉ែជាមួយនឹងសហរដ្ឋអាមេរិកបែរជាប្រទេសថៃឲ្យយល់ថាអូថៃអាក្រក់បែរជាថៃគេហ៊ាន
ពីនយោបាយធនធានរ៉ែជាមួយនឹងសហរដ្ឋអាមេរិកតែកម្ពុជាអត់ដោយសារព្រោះដោយសារតែប្រទេសកម្ពុជាត្រូវបានក្រុមអាស៊ានហៃហ្គេងពួកអាកុម្មុយនីសចិនគ្រប់គ្រង 100% ដូច្នេះអាចឆ្កែបំរើរបស់វាអត់មានសិទ្ធិនៅក្នុងការចូលរួមការវិនិយោគធនធានរ៉ែជាមួយនឹងសហរដ្ឋអាមេរិកទេបើហ៊ានគឺវាត្រូវងាប់អញ្ចឹងមុននឹងវាធ្វើលូត្រាតែមានការអនុញ្ញាតព្រមព្រៀងពីក្រុមពួកអាចចកជាមុនសិនហើយគ្រួសាររបស់មេងជៀនជូមានប្អូនស្រីនិងក្មួយប្រុសរបស់មេងជៀនជូស្ថិតក្នុងចំណោមអ្នកលេងហិរញ្ញវត្ថុកម្ពុជាទាំង10នៅសៀងហៃគ្រួសារទី1គឺគ្រួសារជាងរួមទាំងជាងមានហេងជាងជីឆេងហើយគ្រួសារទី2គឺគ្រួសារឆេងបន្ទាប់មកគឺគ្រួសារជូសិតតែគ្រួសារវាក្រុមរបស់វាទាំងអស់ពីលើដល់ក្រោមគឺបណ្ដាញរបស់វាទាំងអស់អាហ្នឹងដូចតែខ្ញុំនិយាយថាអ្នកដែលលេង Bitcoin crypto អ្នកដែលអត់ដឹងឲ្យយល់ថាខ្លួនឯងទាន់សម័យអាហ្នឹងដូចដែលខ្ញុំលើកឡើងកន្លងមកពាក់ព័ន្ធជាមួយនឹងប្តីនាងស្រីអូនដែលទៅចងកនោះដែលអុកញ៉ាចងកហ្នឹងយកលុយអាគេលៀងលុយក៏ខ្វះអាលុយគ្រឿងញៀនលុយជិញដូរមនុស្សលុយឧក្រិដ្ឋកម្មផ្សេងលុយឧក្រិដ្ឋកម្មអនឡាញគេឲ្យកាន់លុយដើម្បីលៀងលុយរកវិធីសាស្ត្រលៀងលុយឲ្យលុយគេទៅជាលុយស្របច្បាប់បែរជាយកលុយទាំងអស់នោះទៅលេង crypto ទៅលេង Bitcoin ហើយគេជាម្ចាស់អាហ្នឹងហ្នឹងគេឲ្យឈ្នះដែរអ្វីដែលគេស្អប់បំផុតនោះគឺគេចង់ប្រាប់ថាមនុស្សហ្នឹងគឺវាល្ងងយកលុយរបស់គេទៅលេងឲ្យចាញ់តែចាញ់ប្តីស្រីអូនលេងចាញ់មែនប៉ុន្តែលុយហ្នឹងវាថត់នៅក្នុងគ្រួសាររបស់អាពួកអាមេអ៊ុក្រិតនឹងដដែលទេប៉ុន្តែអ្វីដែលពួកអាកុម្មុយនីសស្អប់បំផុតគឺភាពល្ងងខ្លៅរបស់ប្តីនាងស្រីអូននេះឯងទើបបានគេឲ្យចង់ចងកឬក៏ចង់បាញ់ក្បាលសម្រាប់ខ្លួនឬក៏ចង់លោតពីលើអាគារសម្រាប់ខ្លួនហ្នឹងគឺពួកក្រុមអ្នកដែលកាន់លុយឧក្រិដ្ឋកម្មទាំងអស់ហ្នឹងបើសិនជាអ្នកដែលបានកាន់លុយហើយបែរជាស្រាបស្រាតដូចនាងតដិតអួតរឿងលេង stock online នៅអាមេរិកអួតថាខ្លួនឯងគ្រាន់តែលេង stock ឈ្នះលុយបានរាប់លានដុល្លារតិចទៀតលុយទាំងអស់នោះត្រូវបានស៊ើបអង្កេតមហាសេដ្ឋី stock online នៅអាមេរិកដែលមានឪពុកជានាយឧត្តមសេនីយ៍នៅក្បែរសំណាច់ណែតហើយឲ្យយល់ថានិយាយរីគុណរបបគ្រួសារតកូលហ៊ុនហើយវិនិយោគឆ្នាំពីអាមេរិកទៅលក់នៅស្រុកខ្មែរតើសើអ្នកជឿណាអេខួរក្បាលគេល្អគេជឿឡើងស្លុបលុយមែនណាតើសើមែនណាមែនណាតើសើមែនយ៉ាតើសើអាគេអ្នកមានលុយគេមានលុយវល់លៀនគេជឿអញ្ចឹងហើយឲ្យយើងលះលហាមដូចយើងអាណាគេមិនជឿអ្នកដែលមកជួយយើងគឺជាមនុស្សដែលអស្ចារ្យហើយអរគុណមនុស្សអស្ចារ្យទាំងអស់គ្នាដែលបានជឿលក្ខណៈអរគុណខ្លាំងណាស់អរគុណជាទីគោរពណាស់មនុស្សដែលជឿខ្ញុំនេះគឺមនុស្សដែលគួរជាទីគោរពបំផុតហើយអរគុណទាំងអស់គ្នាណាដែលជឿលក្ខណៈអរគុណសភាសិទ្ធិរបស់ប្រធានក្រុមហ៊ុនសភាសិទ្ធិរបស់ក្រុមហ៊ុន IBM ជាអ្វី IBM គឺជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាទំនើបរបស់អាមេរិកអញ្ចឹងចង់ប្រាប់ថានៅសហរដ្ឋអាមេរិកក្រុមហ៊ុនបច្ចេកវិទ្យាទំនើបមានច្រើនណាស់យើងគ្រាន់តែដឹង Elon Musk មួយគឺអស្ចារ្យបាត់ទៅហើយនៅ IBM ដ៏ធំនេះទៀត IBM គឺធំខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកក្រុមហ៊ុនបច្ចេកវិទ្យាជាក់របស់សហរដ្ឋអាមេរិកសុភាសិតរបស់
ក្រុមហ៊ុន IBM សូមគិតឲ្យបានច្បាស់លាស់អំពីអ្វីដែលអ្នកកំពុងធ្វើមុននឹងសម្រេចចិត្តលើជំហានបន្ទាប់របស់អ្នកមនុស្សដែលមានចំណេះដឹងខ្លាំងប៉ុណ្ណាក៏ដោយតែបើខ្វះភាពច្បាស់លាស់មួយទៅហើយគឺมันផុសពីក្មេងអាយុ3ឆ្នាំទេកុំចង់អួតថាអូខ្ញុំធ្វើការងារបានប៉ុណ្ណេះហើយតែសួរគោលដៅការប្រឈមការរកដំណោះស្រាយមានទេភាពច្បាស់លាស់នីមួយៗរបស់មនុស្សគឺមានតម្លៃមហាសាលមនុស្សដែលមានចំណេះដឹងហើយមានភាពច្បាស់លាស់នៅក្នុងខ្លួនត្រូវដឹងថាគ្រប់មនុស្សដែលកើតមកនៅក្នុងសង្គមអាក្រក់នេះទៀតរឹតតែប្រឈមនឹងបញ្ហាអ្នករកស៊ីធំប្រឈមបញ្ហាធំអ្នកធ្វើការធំប្រឈមនឹងបញ្ហាសត្រូវនឹងបញ្ហាប្រឈមជាធំអ្នករស់នៅក្នុងគ្រួសារប្រឈមមុខជាមួយគ្រួសារប៉ុន្តែអ្វីដែលយើងត្រូវនៅក្នុងការដែលរកដំណោះស្រាយដោយមានភាពច្បាស់លាស់បំផុតយើងត្រូវកំណត់គោលដៅថាបញ្ហាវាកើតចេញមកពីអ្វីឬគោលវាកើតមកពីណាបើយើងជាអ្នកមានចំណេះដឹងពិតប្រាកដហើយយើងច្បាស់លាស់យើងនឹងខ្លាយទៅជាមនុស្សដែលមានគោលដៅដែលខ្លាំងហើយមាំខ្លាំងបែបណារឿងធំយើងនឹងត្រូវដោះស្រាយវាឲ្យខ្លាយទៅជារឿងតូចហើយចំណែករឿងតូចយើងនឹងត្រូវចេះដោះស្រាយវាឲ្យខ្លាយទៅជាអត់រឿងនោះគឺជាមនុស្សដែលពូកែនោះគឺជាមនុស្សដែលខ្លាំងប៉ុន្តែនៅស្រុកខ្មែរអារឿងតូចគេបរិយាឲ្យប៉ុណ្្នឹងរឿងប៉ិនក្តិនមកជុលទេណាធំជាងក្បាលយកទៅទៀតដោយជំងឺអញ្ចឹងនៅស្រុកខ្មែរគ្រាន់តែទល់ផោមទេចុកខ្មួលចុកពោះដោយការបារម្ភគិតថាអូជឿជាក់លើពេទ្យហើយណាមួយគិតថាទៅពេទ្យទៅវាមិនអស់ច្រើនទេយើងមានលុយតិចតួចដែរឲ្យទៅពេទ្យទៅឆាប់បាត់កុំឲ្យឃើញអ្នកជាទីស្រឡាញ់របស់យើងនៅលំបាកទៅដល់ពេទ្យទាញនេះទាញនោះមកគ្រាន់តែពេទ្យសរសេរប្រាប់ថាអូគាត់នឹងពមៀនដុសខ្នែងតោះវះកាត់ហើយអញ្ចឹងទេជួយអត់តាន់ទេសង្គ្រោះអត់តាន់គាត់ស្លាប់ហើយតាមពិតគ្រាន់តែទល់ផោមបន្តិចសិនតែទល់ផោមវាចុកខ្មួលខ្លាំងហើយបើសិនជាយើងចេះដោះស្រាយអាទល់ផោមហ្នឹងយើងដើរបើយើងក្មេងយើងរត់បន្តិចទៅរត់ 4-10 នាទីទៅវាដើរបាត់ហើយវាដើរខ្យល់បាត់បើយើងថាអូមនុស្សចាស់យើងព្យាយាមលាបប្រេងកាឡាយើងដើរបន្តិចទៅដើរ 4-5 នាទីទៅប្រព័ន្ធខ្យល់នៅក្នុងរាងកាយរបស់យើងនេះវានឹងប្រព័ន្ធឈាមនៅប្រព័ន្ធខ្យល់នៅក្នុងរាងកាយនេះវានឹងដំណើរការល្អបាត់ហើយវាបាត់អាខ្យល់ហ្នឹងហើយចាំបាច់កាត់បរិវេណកាត់6អីគ្រាន់តែចុកបាច់ទៅដល់អូស្រាប់ដល់ពេលឃើញរាងកាយរបស់គ្រួសារជាទីស្រឡាញ់របស់យើងបានន័យថាសរីរាង្គរបស់គាត់ល្អបានន័យថាលំពេងគាត់ល្អថ្លើមគាត់ល្អឬក៏គ្រឿងក្នុងគាត់ល្អហើយយើងជឿជាក់ថាគេវះកាត់ហើយយើងមិនបានទៅពិនិត្យថាទៅឆែកមើលនេះពេលដែលគេវះហើយបាត់ថ្លើមបាត់អីយើងអត់ដឹងផងណាមានដែរដឹងថាទៅបាត់ថ្លើមបាត់សួតមកពីណាយើងដែរទៅវិញសាកសមមើលយើងដឹងតែពេលគេវះហើយគេដេវិញចិត្តអស់ហើយមិនដឹងគេញាត់អីចំនួនថ្លើមញាត់អីចំនួនបេះដូងមនុស្សជាទីស្រឡាញ់របស់យើងណាគេកាត់យកសរីរាង្គរបស់មនុស្សជាទីស្រឡាញ់របស់យើងទៅធ្វើអាជីវកម្មហើយគេគ្រាន់តែប្រាប់ថាអូសង្គ្រោះអត់តាន់ទេគាត់មកផត់ហើយពួកយើងជួយយាមណែតែជួយអត់បានទេទាំងណៃគ្រួសារជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាមិនបានឈឺអីទេព្រោះនេះគឺជាមុខរបរអាជីវកម្មនៃឃាតកម្មនៅក្នុងប្រទេសកម្ពុជាតែយើងមិនមែនជាពេទ្យយើងទៅនិយាយប្រាប់អ្នកទាំងអស់គ្នានោះគេជឿយើងទេគេជឿយើងទេគេជឿលើឯកសន្តានពេទ្យគេគិតថាតើតែអ្នកមានឯកសន្តានពេទ្យហ្នឹងអត់ចេះកុហកទេអ្នកមានឯកសន្តានពេទ្យហ្នឹងអត់អាក្រក់ទេណាអ្នកមានឯកសន្តានពេទ្យហ្នឹងគឺទេវតានេះខ្ញុំនិយាយពីអ្នកដែលអាក្រក់ពេទ្យល្អមានច្រើនណាស់ហើយអ្វីដែលខ្ញុំដឹងមកនេះក៏ដឹងពីពេទ្យល្អដែលគាត់បានឲ្យព័ត៌មានមកដែរតែសួរអាហ្នឹងដោយសារអីដោយសារតែយើងបាត់ទំនុកចិត្តបាត់ជំនឿខ្វះការយល់ដឹងគ្រប់ជ្រុងជ្រោយនៃកត្តារស់នៅសាមញ្ញគេមិនបានឲ្យយើងយល់ដឹងអំពីកត្តារស់នៅសាមញ្ញទេហើយបែរជាឲ្យយល់ថាពេលដែលយើងមានលុយទៅពេទ្យទំនើបទៀតបានន័យថាអូគ្រួសារអ្នកមានធនធានទេបានគេចូលទៅពេទ្យទំនើបបែរជាយល់អញ្ចឹងតែវាគឺជារឿងសេចក្តីស្លាប់នឹងរស់
សង្គមនេះគឺវាសាហាវមនុស្សរស់ក៏យកទៅវះយកទៅកាត់ហើយអត់ឲ្យមើលឃើញថាមានអីទេហើយបញ្ជូនមកឲ្យទៅដិតយ៉ាងស្រួលដោយសារតែយើងងាយស្រួលនៅក្នុងកាំងដែលគេគ្រាន់តែនិទានរឿងហើយគេយកយើងទៅដិតចោលអញ្ចឹងហើយបានជាខ្មែរខ្លាយទៅជារឿងសាមញ្ញការស្លាប់រាល់ថ្ងៃវាទៅជារឿងសាមញ្ញនៅអាមេរិកហេតុអីបានមើលឃើញភាពចលាចលមួយចំនួនធំទេនឹងពួកអាឧទាមទាំងអស់ហ្នឹងវាមិនសម្លាប់ប្រជាជនអាមេរិកសាហាវដោយដែលអាមេដឹកនាំដែលសម្លាប់ប្រជាជនខ្លួនឯងរាល់ថ្ងៃផងគេបារម្ភអំពីសុវត្ថិភាពប្រជាជនគេកុមារគេយុវជនគេគ្រាន់តែឲ្យមើលឃើញថាអ្នកមានការរំលោភសម្លាប់កុមារម្នាក់ពីរនាក់ហែងរួយខ្លួនទេចង្កោមរបស់ហែងត្រូវតែស៊ើបអង្កេតជាប្រព័ន្ធដល់ឬគល់ទាំងអស់ស្រុកខ្មែរងាប់ម្ដង5នាក់គ្រាន់តែនិយាយថាអូធ្លាក់ទឹកលេងទៅលេងទឹកស្រះណាអូទៅលេងទឹកលូអូឃើញនៅក្នុងអូបាត់កូនមួយថ្ងៃពីរថ្ងៃអូឃើញនៅក្នុងធុងពេត្រូលងទឹកធុងពេត្រូងាប់ហើយយើងគិតថាវាជារឿងធម្មតាហើយឲ្យមើលឃើញតែបន្ទោសមកពីម៉ែឪហ្នឹងអត់ប្រយ័ត្នប្រយែងនិយាយតាហ្នឹងអត់ប្រយ័ត្នប្រយែងចុះប្រទេសគេមិនអត់មានធុងទឹកទេប្រទេសគេអត់មានស្រះទេប្រទេសគេសិតតែមានអាងហែលទឹកចុះមិនក៏អត់មានងាប់ច្រើនដូចស្រុកខ្មែរប្រជាពលរដ្ឋខ្មែរប្រហែលអ្នកមានអាងហែលទឹកដូចស្រុកខ្មែរមិនអាស្រះស្អុយទឹកលូហ្នឹងសិតតែកន្លែងនៅហែលទឹកឯងបានជាក្មេងៗវាត្រូវទៅសុកចិត្តទៅសម្លាប់ខ្លួននៅក្នុង4 ម្ដង 4 5នាក់ហើយនៅតែធម្មតាមិនឈួរថាអញ្ចឹងត្រូវធ្វើម៉េចយើងបន្តិចតួចយើងអ្នកតូចតាចយើងទៅធ្វើអីគេកើតក្នុងម្នាក់ធ្វើឲ្យតែបានមួយកន្លែងណាមានអសរចិនដាក់ទៅអត់ខុសទេម្នាក់ដាក់ឲ្យតែបានមួយកន្លែងមានយួនចិនដាក់បានតែមួយទៅព្រោះហេតុផលមកពីពួកវានឹងហើយមិនបានមកពីពួកវាបើសិនជាអាឆ្កែបំរើវានេះវាមិនរៀបផែនការសម្រាប់ខ្មែរគ្រប់រូបភាពទេវាមិនអាចរក្សាអំណាចផ្ដាច់ការរបស់វាបានទេហើយអំណាចផ្ដាច់ការរបស់វាបាននេះគឺដោយសារតែការបន្ទប់ឡើងរបស់អាចវាយនាយយួនចិនហ្នឹងឯងហើយចុះបើយើងកម្ចាត់អាចវាយនាយរបស់វាដែលនៅក្នុងប្រទេសកម្ពុជាហើយវាហ៊ានធ្វើតទៅទៀតអាហ្នឹងក៏ជារឿងមួយដែលយើងត្រូវដឹងថាក្នុងនាមយើងជាម្ចាស់ប្រទេសយើងបោះសម្មាតវាឲ្យអស់ទៅអូខេសូមគិតឲ្យបានច្បាស់លាស់ពីអ្វីដែលអ្នកកំពុងធ្វើមុននឹងសម្រេចចិត្តលើជំហានបន្ទាប់របស់អ្នកនេះគឺជាសភាសិទ្ធិរបស់ក្រុមហ៊ុន IBM បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកការស្រាវជ្រាវកង់តិចគឺជាបច្ចេកវិទ្យាកម្រិតអាវុធដែលពាក់ព័ន្ធនឹងស្នូលនិងអាតូមការទំនាក់ទំនងតាមផ្កាយរណបនិងមីស៊ីលទាំងពីរមុខនេះសុទ្ធតែមានប្រភពមកពីសុភាសិតនិងការអនុវត្តច្បាស់លាស់របស់ក្រុមហ៊ុន IBM នេះហើយអូខេលើករឿងមេគ្រឿងញៀនម្ដងទៀតមេគ្រឿងញៀននៅមេស៊ីកូត្រូវបានបាញ់សម្លាប់អ៊ីលមីនជូសហរដ្ឋអាមេរិកបានដើរតួនាទីក្នុងប្រតិបត្តិការដឹកនាំដោយប្រទេសមេស៊ីកូបានន័យថាមេស៊ីកូជាអ្នកដឹកនាំប៉ុន្តែអាមេរិកគឺអ្នកសហការគ្រប់នៃប្រព័ន្ធទាំងអស់ដើម្បីសម្លាប់មេខ្លោងគ្រឿងញៀនក្រុមការងាររួមគ្នារបស់ប៉ងតកូនបានសហការជាមួយនឹងប៉ូលីសមេស៊ីកូជាយូរមកហើយអញ្ចឹងសំណួរសួរថាតើបងប្អូនច្បាស់ទេថាប៉ូលីសនៅក្នុងប្រទេសកម្ពុជាអត់បានសហការជាមួយនឹងសហរដ្ឋអាមេរិកជាយូរមកហើយ
ខ្ញុំប្រាប់អ្នកទាំងអស់គ្នាតាំងពីប្រហែលឆ្នាំមុនមកម្លេះដែលខ្ញុំលើកឡើងថាមន្ត្រីប៉ូលីសជាន់ខ្ពស់ជាច្រើនដែលបានចូលនិវត្តន៍ហើយបានទៅរស់នៅសហរដ្ឋអាមេរិកជាមួយកូនជាទីស្រឡាញ់របស់ពួកគាត់មានចាំទេការនោះគឺមិនទាន់មានការចាប់អារម្មណ៍ខ្លាំងទេហើយពេលដែលគាត់ចូលនិវត្តន៍ពេលនោះគឺកំពុងតែគេហៅថាការដណ្ដើមអំណាចនៅក្នុងប្រទេសកម្ពុជាបានន័យថាម្នាក់បន់តែឲ្យតែអស់លោកមន្ត្រីធំនឹងចូលនិវត្តន៍ដើម្បីបានយកតំណែងរបស់គាត់ហ្នឹងអាណាមានលុយសោកប៉ាន់ខ្លាំងជាងគេអានោះបានកាន់អង្គុយនៅកន្លែងគាត់ហើយមនុស្សដែលជាមន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ទាំងអស់នោះគឺជាមនុស្សដែលដឹងអំពីសកម្មភាពទង្វើរបស់របបហ៊ុនសែនរយៈពេលកន្លងមកជាង40ឆ្នាំនេះហើយពេលដែលគាត់បានទៅដល់អាមេរិកហើយនោះដែលខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតនិយាយរួមគឺខ្ញុំនិយាយឡើងចូលយូរឆ្នាំហើយរាល់សកម្មភាពផែនការរបស់មេចៅទាំងអស់កន្លងមកគឺត្រូវបានគេសហការគ្នាយូរណាស់មកហើយប៉ុន្តែដោយសារមានឱកាសមួយកុំអីរបបនេះវាដួលរលំតាំងពីពេលដែលឆ្នាំ2020ម្លេះប៉ុន្តែដោយសារតែពេលបោះឆ្នោត2020ពួកក្រុមអសកលនិយមឆ្វេងនិយមនយោបាយឆ្វេងប្រជាធិបតេយ្យឆ្វេងហើយនឹងពួកអាកុម្មុយនីសចិនរួមគ្នាលួចសន្លឹកឆ្នោតរបស់លោកប្រធានាធិបតីដូណាល់ត្រាំនៅក្នុងអាណត្តិទី2ការបោះឆ្នោតឆ្នាំ2020ទើបធ្វើឲ្យពេលវេលានេះវាត្រូវបានចប់បានន័យថាព្រោះពួកអាឆ្វេងជាក្រុមរបស់ពួកអ៊ុក្រិតជននៅក្នុងប្រទេសកម្ពុជាអញ្ចឹងវានៅតែមានឱកាសធម្មតាប៉ុន្តែចាប់ពីពេលនេះតទៅវានឹងលែងធម្មតាវានឹងលែងធម្មតាព្រោះការសហការនេះគឺគេសហការគ្នាយូរហើយមិនមែនតែមន្ត្រីចូលនិវត្តន៍ជាច្រើននោះទេមនុស្សនៅក្បែរក្លៀករបស់សម្ដេចជាច្រើនក៏សិតតែជាអ្នកសហការជាមួយនឹងសហរដ្ឋអាមេរិកដូចហើយអញ្ចឹងយុទ្ធសាស្ត្រកាត់ក្បាលវានឹងមកដល់ឆាប់នេះឯងប្រទេសកម្ពុជានឹងមានយុទ្ធសាស្ត្រកាត់ក្បាលនៅក្នុងពេលដ៏ខ្លីខាងមុខនេះប្រហែលជាវានឹងអាចចលាចលជាមួយនៅក្នុងករណីដែលមានការបំផ្ទុះមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជាការណាមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជាត្រូវបានផ្ទុះបានន័យថាផែនការកាត់ក្បាលនៅក្នុងប្រទេសកម្ពុជាក៏វាមកដល់ភាពចលាចលអញ្ចឹងបងប្អូនត្រូវចាំមួយទៀតឥឡូវនេះយើងមើលឃើញនៅតែអូសុបាយសកម្មភាពនៅប្រទេសកម្ពុជារាល់ថ្ងៃនេះមិនខុសពីសកម្មភាពនៅប្រទេសមិចស៊ីកូទេអ្នកខ្លះភ្លើននៅតែទេសចរទៅមិចស៊ីកូមនុស្សមួយចំនួននៅគិតថាអ្នកណាក៏ដឹងដែរថាមិចស៊ីកូគ្រប់គ្រងដោយមេអ៊ុក្រិតកម្មគ្រឿងញៀនមេដឹកនាំមិចស៊ីកូស្ថិតនៅក្រោមការត្រួតត្រារបស់មេគ្រឿងញៀនដែលអេលមិនចូលនេះទេអំណាចអេលមិនចូលនេះគឺសាហាវជាងអំណាចប្រធានាធិបតីទៅទៀតប៉ុន្តែគេឲ្យមើលឃើញថាអ្នកទៅលេងអ្នកសប្បាយដូចនៅកម្ពុជារាល់ថ្ងៃគេបំពុលឲ្យសប្បាយតិចទៀតការផ្ទុះការឆេះគ្រប់ទីកន្លែងដោយសកម្មភាពនៅមិចស៊ីកូអញ្ចឹងពេលនោះអ្នកទាំងអស់គ្នានឹងភ្ញាក់ខ្លួនថានឹងមានរឿងដ៏សាហាវបែបណាកើតឡើងខ្ញុំតែងតែប្រាប់ថាកុំចូលរួមនៅទីប្រជុំជនជាដាច់ខាតតែសម្ដីរបស់ខ្ញុំវាអត់មានប្រសិទ្ធភាពទេនៅពេលខាងមុខនេះក្រុមគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាមុននឹងគេឲ្យអាមេរិកចាប់ក្បាលអាមេគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាឬក៏កាត់ក្បាលអាមេគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាបានអញ្ចឹងរចនាសម្ព័ន្ធនៃចៅរបស់ពួកវានៅក្នុងប្រទេសកម្ពុជាវានឹងបំផ្ទុះគ្រាប់បែកគ្រប់ទីកន្លែងដូចនៅមិចស៊ីកូនេះអញ្ចឹងពេលនោះសោកនាដកម្មដែលប្រៃផ្សាយខ្លោចផ្សាគឺច្រើនបំផុតតែកុំជឿខ្ញុំប៉ុន្តែកុំភ្លេចរាល់ការលើកឡើងរបស់ខ្ញុំកន្លងមកឥឡូវនេះតើវាវិវត្តបែបណាខ្លះជឿដោយការពិចារណានេះ
កម្ពុជានឹងជួបដំណាក់កាលដូចមេស៊ីកូអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងពួកអាកុំនេះពួកអ៊ុក្រិតជននេះមុននឹងវាងាប់វាត្រូវបំផ្លាញអ្នកឯងតាមអ្វីដែលវាអាចធ្វើបានមិនមែនបានន័យថាវាងាប់ហើយអ្នកឯងរួចខ្លួនទេអត់ទេមើលទៅកម្ពុជានឹងคล้ายដូចជាមេស៊ីកូនៅពេលដល់ខ្លីខាងមុខនេះហើយមួយទៀតនៅប្រទេសកម្ពុជាមិនត្រឹមតែដូចនៅមេស៊ីកូទេសាហាវជាងមេស៊ីកូទៅទៀតមេស៊ីកូឃើញបំទុះទូទាំងប្រទេសទេឃើញពួកអាក្រុមក្មេងទំនើងគ្រឿងញៀនបំទុះទូទាំងប្រទេសនៅប្រទេសកម្ពុជាមិនត្រឹមតែមានក្រុមក្មេងទំនើងដែលជាក្រុមបណ្ដាញរបស់អ៊ុក្រិតជនគ្រឿងញៀនដែលត្រូវបានបំទុះទេដែលវាដើរបំទុះគ្រប់កន្លែងទេប្រទេសកម្ពុជាកុំភ្លេចថាមានយួនចិនជាចោលហើយសិតតែជាពួកចារកម្មសិតតែជាពួកកងទ័ពនៅទូទាំងប្រទេសកម្ពុជានឹងខ្លាយទៅជាប្រទេសដែលសោកនាដកម្មសោកសៅខ្លាំងជាងប្រទេសមេស៊ីកូរាប់រយដងទឹកចុងក្រោយនេះពួកវានឹងបំទុះគ្រប់ទីកន្លែងទាំងអស់មុននឹងវាត្រូវបានខ្ទាតចេញពីកម្ពុជាខ្ញុំគ្រាន់តែប្រាប់ទៅកុំទៅជឿអីចំណេះខ្ញុំវាមិនពិតផងអូខេប៉ុណ្ណឹងចុះណាអញ្ចឹងស្ថានភាពដែលខ្ញុំលើកឡើងកន្លងមកពាក់ព័ន្ធនឹងករណីដែលឲ្យមើលឃើញថានឹងមានករណីដែលមេរោគអាកាសធាតុមិនថាក្តៅមិនថាភ្លៀងមិនថាព្យុះវាមកទាំងអស់ហើយអញ្ចឹងអ្វីគ្រប់យ៉ាងដូចខ្ញុំប្រាប់អញ្ចឹងគ្មានអ្វីក្រៅពីយុទ្ធសាស្ត្រនៃការសម្លាប់មនុស្សទេនៅក្នុងប្រទេសកម្ពុជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវជួបគឺការសម្លាប់របស់គេគ្រប់ទម្រង់ទាំងអស់បើអ្នកទាំងអស់គ្នាចង់មានជីវិតកុំអន់ជាងត្រីមុននឹងវាងាប់ក៏វាត្រូវពង្រះមួយទំហឹងដែរធ្វើជាមនុស្សបើដេកឲ្យគេសម្លាប់គឺអន់ជាងត្រីទៀតអ្នកលក់ត្រីដឹងហើយខ្ញុំបានទៅខ្ញុំបាបនឹងរឿងត្រីមុននឹងវាស្លាប់មកទោះយើងវាយវាណាក៏វាត្រូវតែបង្កាច់ឲ្យខ្ទាតប្រឡាក់ប្រឡូសឬក៏ឲ្យមានការរបួសដល់យើងទាំងអស់គ្នាដែរអាណាដូច្នេះកាលណាអ្នកទាំងអស់គ្នាហ៊ានរើបំរាស់អ្នកទាំងអស់គ្នានឹងមានឱកាសរស់ហើយឥឡូវនេះការរើបំរាស់របស់អ្នកទាំងអស់គ្នាមិនពិបាកទេកន្លែងយួនចិនគឺហុយទូទាំងប្រទេសអ្នកទាំងអស់គ្នានឹងជោគជ័យដោយលឿនបំផុតហើយបើសិនជាយើងទូទាំងប្រទេសអនុវត្តឲ្យមានប្រសិទ្ធភាពអាមេរិកគេអន្តរាគមន៍លឿនបំផុតអញ្ចឹងជីវិតរបស់យើងនឹងមានឱកាសរស់ច្រើនតែបើយើងនៅបដែបដោយឱកាសនៃការស្លាប់របស់យើងគឺ 99% ឱកាសរស់មានតែ 1% តែប៉ុណ្ណោះឯងបើមិនធ្វើអីសោះអូខេ all friend yeah I speak about dictatorship Cambodia kill people Cambodia more kill people in Cambodia every day everywhere every time now communists around the world want kill people in the world China Communist China CCP one kill people Cambodia kill people Philippines kill people Taiwan kill people Japan kill people Thailand and kill people around the world China want make the war Cambodia and Thailand China behind the war Cambodia and Thailand China and Vietnam win people Cambodia and people Thailand die so people Thailand and people Cambodia we must take down the communist China CCP and Vietnam communist Vietnam okay
Cambodia need peace need freedom need justice need independence people Cambodia must destroy and take down the communist China and Vietnam because China and Vietnam invading Cambodia អរគុណមកគឺសាខ្មែរជាទីគ្រប់ស្រឡាញ់ទាំងអស់គ្នា Thank you for all friend ខอบคุณเพื่อนๆขอบคุณมากជម្រាបលា Goodbye see you tomorrow